ខ្ញុំបករណាខ្ញុំសូមក្រាបថ្វាយបង្គំដល់បករណាគ្រប់ព្រះអង្គហើយសូមក្រាបថ្វាយបង្គំដល់ព្រះអង្គមីឡែមផងនៅក្នុងកម្មវិធីយើងនេះសូមជម្រាបសួរបងកំហុតបងសំខុនសុខសប្បាយបងសុខសប្បាយហើយជម្រាបសួរស្ដីបងប្អូនកូនក្មួយទាំងអស់ទាំងក្នុងនិងក្រៅប្រទេសនេះគឺជាកម្មវិធីសុភមង្គលខ្មែរជាបន្តលេខ69ថ្ងៃនេះបន្តការពិភាក្សាជុំវិញសុភមង្គលខ្មែរជាបន្តទៅទៀតថ្ងៃនេះខ្ញុំមានសំណួរវែងក៏បានខ្លីក៏បានក៏ប៉ុន្តែយើងគិតថាយកតែមួយចំណុចមកឆ្លើយឬក៏មកពិភាក្សាទៅចុះសួរថាកម្មវិធីនៅស្រុកខ្មែរយើងមានច្រើនមានបុណ្យប្រជុំបុណ្យកឋិនបុណ្យហូហែរហូតមកដល់ចូលឆ្នាំខ្មែរថ្មីនេះជាដើមតើភាពអកធឹកនៅក្នុងពិធីបុណ្យនីមួយនេះមានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សុភមង្គលខ្មែរយើងនោះមីវធំឥឡូវយើងយកតែចូលឆ្នាំមកណាបានហើយមែនទេចូលឆ្នាំណាបងប្អូនកូនក្មួយប្រហែលជាចាប់អារម្មណ៍ពីរឿងចូលឆ្នាំតើពិធីចូលឆ្នាំនេះពិធីចូលឆ្នាំនេះដែលជាពិធីបុណ្យដ៏ធំមួយទៅចុះតើអាចផ្ដល់សុភមង្គលខ្មែរយើងតាមបែបណារបៀបណា how អញ្ចឹងដើម្បីឲ្យព្រះអង្គមីឡែមទៅឆានតាន់ពេលវេលាសូមមុនទៅចុះពិភាក្សារឿងបនចូលឆ្នាំហ្នឹងតើមានសារៈប្រយោជន៍អ្វីខ្លះទៅ significance of our new year ខ្មែរ new year ឥឡូវនេះគេដូរថាហៅទៅសង្ក្រាន្តអីនោះហ្នឹងហើយអញ្ចឹងសូមទៅគុណមានតែការទៀតពិធីបុណ្យចូលឆ្នាំគឺជាបើយើងនិយាយពីក្មេងរៀនថាចេញលេងប៉ុណ្ណាបើការងារគេថាសម្រាប់ហូបបាយប៉ុណ្ណាបើក្នុងអ្នកធ្វើការថា vacation ចេញសម្រាប់ដើរលេងលំហែកាយចូលឆ្នាំហ្នឹងគឺជារបៀបមួយដែលក្នុងរយៈពេល365ថ្ងៃផែនដីវិលជុំវិញព្រះអាទិត្យមួយជុំយើងនាំគ្នាឈប់សម្រាកហើយយើងថាឆ្នាំថ្មីហ្នឹងគឺបានន័យថាមួយជុំបានមួយខួបបើក្មេងថា Happy Birthday ណាខួបកំណើតហើយដោយសារតែយើងឯកភាពគ្នាឬថាប្រទេសនីមួយឯកភាពគ្នាក្នុងការឈប់សម្រាកណាប្រទេសខ្លះគេឈប់សម្រាកខែ12ខ្មែរយើងខែ4អញ្ចឹងទៅដោយសារយើងទៅតាមភូមិសាស្ត្រទៅតាមអ្នកស្រុកដូចជាការគ្នារវល់ស្រុកខ្មែរបើយើងធ្វើខែ12វាកំពុងជាប់រវល់ច្រូតស្រូវដូច្នេះយើងលើកមកខែ4វិញដោយសារតែយើងទំនេរមានន័យថាប្រជាពលរដ្ឋយើងទំនេររួចពីការងារទុកដាក់ស្រែចម្ការណាដូច្នេះពិធីបុណ្យចូលឆ្នាំហ្នឹងគឺយើងនាំគ្នាឈប់សម្រាកទាំងកាយសម្រាកទាំងចិត្តបើសិនតែយើងរងចាំក្នុងមួយឆ្នាំយើងចាំសប្បាយម្ដងយើងគ្រោះថ្នាក់យើងរកសុភមង្គលអត់ឃើញទេដូច្នេះយើងងាកត្រឡប់ខ្មែរយើងទៅហៅប្រលឹងត្រឡប់ទៅរកទៅក្រោយវិញកុំឲ្យភ្លេចมันមានន័យថាយើងត្រូវធ្វើចិត្តឲ្យល្អធ្វើចិត្តឲ្យសប្បាយមានន័យថាយើងត្រូវចូលឆ្នាំគ្រប់វិនាទីគ្រប់ដង្ហើមចេញចូលអាហ្នឹងបានយើងរកសុភមង្គលឃើញរកសុភមង្គលខ្មែរឃើញមានន័យថាយើងបើសិនជាយើងរៀបចំសង្ក្រាន្តតែបើភ្លេចចង្ក្រានក៏រកសេចក្តីសុខអត់ឃើញទេបងអូខេសង្ក្រានតែគឺនេះពីរបើយើងរវល់តែសង្ក្រានបាត់ចង្ក្រានរកសេចក្តីសុខអត់ឃើញមួយយ៉ាងដែរទៀតត្រូវចឹងពិធីបុណ្យសង្ក្រានឥឡូវមិនទៅប្រធាចារ្យទាំងពីរអង្គលោកបងហូតមុនចុះនឹងវាតកតងជាមួយនឹងចិត្តរសាយើងមិនទៅបងនៅខាងផ្លូវចិត្តឬក៏ខាងផ្លូវកាយយើងហ្នឹងមិនក៏នាំគ្នាធ្វើបុណ្យចូលឆ្នាំហើយសង្ឃឹមថាយើងបានសេចក្តីសុខកាយសប្បាយចិត្តមកពីបុណ្យពិធីហ្នឹង
ពីមួយធំជាងគេថាមកយើងចង្រៃអីកើតមកជាមនុស្ស អញ្ចឹងអូន ជំងឺនោះវាជាប់ធាតុបិសាចមកជាមួយឃើញទេ លោកភៈទោសៈមោហៈហ្នឹងចិត្តយើងនឹងវាកឡកវាកលែងណាថាវាមិនស្ងប់ដល់វាមិនស្ងប់អញ្ចឹងវាមានការមិនសប្បាយចិត្តនឹងវាច្រើនមានអីច្រើនមកហើយទៅតែមានរៀបចំស្អីជួយដូចតែយើងថាវាចិត្តត្រូវការរំត្រូវការអីនេះពួកយើងបើមិនបានរំវាមិនសប្បាយឃើញទេដូចតែមិនបានមិនសប្បាយថាអីមកកើតបើមនុស្សអញ្ចឹងចិត្តសប្បាយវាកើតឃើញទេមិនបានអីវាចេះឈឺចេះអីចឹងដែរមកហើយវាត្រូវមានយ៉ាងហ្នឹងមួយទៀតណែធម្មជាតិហ្នឹងក៏គេតម្រូវយើងទៅទៀតតែទោះបីជាជាតិសាសនាក៏ដោយទៅពីប្រឹងប្រែងនៅជឿនលឿនដល់ណាដល់ណីក៏យើងជាតែធ្វើរហូតក៏វាមិនបានមិនចឹងហ៎យើងថាធ្វើ exercise ល្អហើយនាំគ្នាទៅធាក់កង់ធាក់អីថាល្អនាំគ្នាដើររហូតទៅមើលថាទៅវាបានទេហើយវាមិនបានធម្មជាតិនេះច្បាប់របស់គេតាក់តែងមកឲ្យតែយើងត្រូវវាមានអានេះទៅដើរធ្វើអានេះចលនាអត់ទេចាស់ទៅអញ្ចឹងមកទៅជាងលេងកើនទៅជាងហ្នឹងហើយប៉ុន្តែខ្លួនឯងនឹងមិនចូលចិត្តឈៀងទៅនិយាយជ្រៀងប៉ុន្តែមានទេពកោសលហ្នឹងណាអូខេយើងចង់ដាក់មួយបាត់ជូនបងប្អូនចង់មួយធម្មជាតិហ្នឹងធម្មជាតិហ្នឹងមានដាក់ច្បាប់មកឲ្យយើងអត់មានចិត្តសេអត់មានអីចនាអីសញ្ញេស្អីក្រានក្រមប្រកាសអីទេគាត់ថាបើយើងហើយធ្វើវាមិនត្រូវវាដាក់ទោសដូច្នេះដូចសហរដ្ឋអាមេរិកក្តីប្រទេសជឿនលឿននឹងចូលចិត្តថាធ្វើការនឹងឲ្យជឿនលឿនដល់ណាក៏គេមានថ្ងៃសៅរ៍ថ្ងៃអាទិត្យរបស់គេណាយើងមិនអាចជាតែធ្វើរហូតទេបើថាតែធ្វើតែរហូតហ្នឹងគឺថាមើលទៅប្រហែលជាឆាប់ស្លាប់ដដែលអត់បានអីទៅទទួលអីអីយើងចាយវាយសបាយពីរឿងដែលយើងហូរលុយបាននោះអីទេណាដូច្នេះគឺថាវាមានការតម្រូវពីធម្មជាតិមកហើយយើងត្រូវតែអង្គុយតែកៅអីខ្ញុំកើតទេតើយើងអង្គុយកៅអីដូចថាដំបងថាស្រួលប៉ុន្តែមិនទៅថាឲ្យអង្គុយ8ម៉ោងជាប់មើលស្រាប់តែងើបឡើងរយៈដើមចង់រួចឃើញទេដូច្នេះគេឲ្យផ្លាស់ប្ដូរចឹងថាវាយើងធ្វើម៉េចកើតមកជាមនុស្សវាជាប់ហ្នឹងប្រហែលសត្វអីក៏ដូចតែយើងចឹងដែរព្រោះសត្វហ្នឹងមើលវាត្រូវតែលេងបន្លែងវាទៅអីហ្នឹងមិនបាច់ចាំណាបជាវាទេវាបន្លែងគ្នាបន្លែងអីសិតទៅរៀបចំឲ្យអានេះការហាត់ប្រាណរបស់វាហើយហាត់ skill របស់វាអីតោអីហ្នឹងវាហាត់ចាប់ដូច្នេះគេថារឿងហ្នឹងវាបើកើតមកมันមានទេប៉ុន្តែយើងមកកើតមកមានហ្នឹងវាមានចាស់គេកើតមកជាមនុស្សមុនយើងហ្នឹងគេរៀបចំឲ្យវាបានមានមានចូលឆ្នាំមានអីចឹងហើយក៏វាភ្ជាប់ទៅជាមួយនឹងការវិលជុំវិញនៃផែនដីយើងជុំវិញព្រះអាទិត្យហ្នឹងក៏យើងយកកនឹងជាកំណត់មួយទៅដូចជាខ្លួនយើងនឹងbirthday ហ្នឹងអស់លោកខាងលិចហ្នឹង birthday ហ្នឹងខ្មែរយើងមិនសូវទេខ្ញុំដែលធ្វើ birthday ទេនៅស្រុកខ្មែរស្រុកអីនេះយើងដូចគ្មានបិណ្ឌ birthday ទេលើកលែងតែអីបន់តាំងតុកបន់តាំងតុកហ្នឹងស្ដាច់អីទេហ្នឹងគេធ្វើbirthday ហ្នឹងខ្មែរយើងតិចណាស់ខ្មែរយើងមិនច្រើនរំលឹកខួបអីខួបស្លាប់ទៅវិញណា1ឆ្នាំហើយ2ឆ្នាំហើយអីចឹងចិនក៏មាននេះទៅយើងនៅកាត់ចិនផងកាត់អីចឹងទៅមកឲ្យបនចិនហើយបនខ្មែរនេះជាមួយគ្នាបូករួមទៅខ្មែរមានសន្ធឹកបនហ្នឹងហើយចឹងវាតាក់តងតែមិនសោកថាមិនអង្គលថាវាជួយយើងដែរថាវាជីវិតរបស់យើងបើវាដូចថាវាកើតមកចំនួនវាមានវាខ្វះខាតវាច្រើនវាខ្វះខាតវាច្រើនដល់កាលណាបើសិនទៅថាយើងនៅស្ងៀមនឹងអត់មានអីតែស្បៃទេហ្នឹងវា still វាយើងហៅថាមិន still ខ្មែរយើងហៅថាវាមើលជួយតិចមើលលោកវាប្អូនមកជីវិតដូចតែវាមើល still ទេមែន still វាដូចអត់គុណភាពមិនគ្រប់គ្រាន់មើលមនុស្សខ្លាំងទៅឲ្យនៅស្ងៀមនៅមិនបានទេណានៅបានទេតតាត់និយាយតើក្អេងខាងតើអីចឹងម្ល៉េះហើយវាត្រូវតែមានពិធីខ្លះចឹងខ្ញុំថានឹងជាការជួយដូចថាគេថាចង់មិនគេថាចង់ឆ្ងាញ់ឲ្យរកលក់
ចឹងហ៎ អត់ចាំទេភ្លេចហើយ ម៉ែយើងមានពាក្យហ្នឹងណា តឆ្ងាញ់រមលក់ចង់សិន ចង់ មួយ ហើយរ មួយ កលក់ ក្មេង ចង់បានជ្រូកលក់អីហ្នឹង ទិញកូនជ្រូកមកចិញ្ចឹមញ៉ែ អាខ្ញុំបន្ថែមទៅណាហ្នឹងហើយមានអញ្ចឹងដូចខ្ញុំថាអាហ្នឹងជាស្បៃតែសម្រាប់ឲ្យមានហើយឲ្យយើងមានឱកាសសម្រាប់ផងយើងចេះតែរត់ពេកទៅវាមិនរួចទេបើមនុស្សទៅរួចខ្ញុំមកជិះឡានកាន់តែឡានក៏ទៅវាមិនរួចដែរតែចូលចាក់សាំងចាក់អីដូចគ្នាយើងត្រូវ energy ណាសម្រាប់ហ្នឹងក៏ជួយឲ្យយើងរៀបចំខាងអានេះសរីរៈរាងកាយនឹងឲ្យវាជួសជុលមានការជួសជុលដែរក្នុងពេលសម្រាប់អញ្ចឹង ក៏ប៉ុន្តែដល់តែយើងទៅរំទៅរែកអីយូរពេកអីលេងចូលឆ្នាំ3ថ្ងៃលេង3ថ្ងៃអត់ឃើញសោះនោះដូចស្រួលទេណារួចទៅឈឺហ្មងមែនទេតាមញ័រណារួចពេលបាយទឹកនឹងទៅទៀតតែប្រយ័ត្នរឿង យើងញ៉ាំច្រើនណាបើបនខាងចិនខាងអីសាច់ជ្រូកខសាច់អីហ្នឹងណាអីមហូបអី10មុខគេនេះខ្មែរចិនគេហៅអីឆាចាប់អានេះចាប់ទៅមែនមហូបគេដាក់បញ្ចូលគ្នាច្រើនណា ចាប់ឆាយ ចាប់ឆាយហ្នឹងអាហ្នឹងអីសិតតែនេះច្រើនហ្នឹងអាហ្នឹងអាចនាំយើងមានផលវិបាកអាក្រក់ដែរដូច្នេះខ្ញុំយល់ថាវាជាផ្នែកមួយតែមានដែរបើមិនមានទេខ្ញុំថាវាពិបាកណាមនុស្សរាល់ថ្ងៃក៏ប្រឹងប្រែងសម្រាប់អស់នឹងចឹងដែរណាវាខណ្ឌជីវភាពធម្មតាយើងវាបានហើយប៉ុន្តែយើងនិយាយពីរឿងសម្បត្តិមង្គលនេះវារឿងហ្នឹងវាមានហើយបើវាមានរឿងឯទៀតដែលវាខ្វះសេរីភាពមានគ្រប់គ្រាន់ខ្វះឯណានៅក្នុងសង្គមយើងវាខ្វះមកអានេះសិលធម៌វាយើងប្រវាញ់គ្នាយើងអីហ្នឹងអានេះហើយវាមានភាពក្រីក្រហ្នឹងខ្លាំងច្រើនភាគច្រើនហ្នឹងវានាំឲ្យខ្វះសុភមង្គលខ្ញុំថាបើមានសុខអានេះកុំឲ្យសូវមានភាពក្រីក្រហ្នឹងយើងលើកជីវភាពមិនឲ្យបានវារៀងតែគួរសមទៅមនុស្សទទួលបានមកយើងមានសុភមង្គលដែរហើយខ្ញុំថាសុភមង្គលហ្នឹងមិនទៅស៊ីអីច្រើនស៊ីធនធានអីច្រើនទេក៏ប៉ុន្តែយើងវាអាធនធានស្រុកខ្មែរខ្ញុំថាដូចជាគួរតែចិញ្ចឹមខ្មែរនឹងបានស្រួលបួលហ្នឹងប៉ុន្តែអាការចែកចាយវាមិនសូវល្អណាអ្នកណាដែលប្រកែប្រវាញ់ទេណាតាប្រកែដែលមានគ្នាមានបពពួកអីចឹងទៅចេះតែដូចជាប្រកែរស់ស៊ីណាលូតលាស់នោះស្រួលណាខ្លះនឹងមិនបាច់សូវរៀនសូវសូត្រអីផងក៏ចេះតែមានបានអីចឹងទៅរួចទៅក៏ឃើញតែស៊ីចុកបុកទៅវាយើងមើលការកូននៅអាមេរិកយើងអស់សន្ធឹកណាសម្បើមែនតើក៏ថាពួកយើងនៅអាមេរិកនេះដូចជាមិនសូវលឺកាយដល់កម្រិតនោះទេពួកយើងនេះអត់ដល់គេទេណាតែប៉ុន្តែយើងដូចជាមានសុភមង្គលជាងពួកយើងរស់នៅសំសួនជាមនុស្សជាងដោយតែយើងមានសេរីភាពក្នុងការនិយាយជួនកាលខ្លះក៏ជេរគេទៀតខ្លះហៅមឹងហៅឯងអីហ្នឹងគឺថាវាដូចជាវាគ្មានតាន់ឃើញអ្នកណាគេមកចាប់មកចងយកទៅធ្វើទោសពីអីទេឲ្យដល់នៅស្រុកយើងនឹងមើលទៅមិនស្រួលទេណាហ្នឹងហើយតែប៉ះពាល់គេខ្លាំងហ្នឹងគឺថាគេលេងហើយស្រុកខ្មែរនោះចម្លែកមួយទៀតអ្នកដែលត្រូវបម្រើប្រជាពលរដ្ឋហ្នឹងវាទៅជាចវាយទៅវិញប៉ុន្តែយើងវាធ្លាប់ពីដើមមកហើយយើងធ្លាប់ពីស្ដេចមកប៉ុន្តែអត់ភ្លេចខ្លួនថាយើងបានដូរពីស្ដេចមកហ្នឹងពីរបបរាជានិយមវាទៅជារបបប្រជាធិបតេយ្យទៅហើយរាជានិយមគ្រាន់តែជា formality ទេជាមិនមានអំណាចអីដូចពីដើមឯណាដល់មកប្រជាធិបតេយ្យថារៀងជាធំប៉ុន្តែថ្ងៃបើយើងមើលទៅប្រជាពលរដ្ឋខ្មែរវាជាអ្នកខ្ញុំមកវិញទេបម្រើតែគេហ្នឹងខ្លាចតែគេហ្នឹងហើយអ្នកដែលជួលយើងជួលសោះណាប្រជាជនហ្នឹងចេញលុយចេញកាក់ឲ្យប្រាក់ខែសោះតែគេហ្នឹងធំសម្បើមមានមុខងារឈ្មោះក៏ដងអាដាមហ្នឹងហើយវានាំតែយើងហ្នឹងវាភ្លេចគិតថាយើងត្រូវចេះជួយគ្នាមិនទៅមិនជួយគ្នាលេងយកអាតំណែងហ្នឹងទៅចេះពឺតលេងយកទៅខ្លួនឯងយកអាដែង privilege យកអាដែងឱកាសនិយមអីស្គាល់គ្នាស្គាល់អីហ្នឹងដើម្បីឲ្យចំណេញខ្លួនឯងហ្នឹងកប់ក្តោងអញ្ចឹងទៅហើយតើបើលោក
nhằm thà ở lúc đang kêu này Israel mà nó thà ông pơ đi nom hỏi ở lúc miền ban nó đôi khi mình sao chỉ ra đây phải bật qua đây ông pơ sao chỉ ra thấy nên người ta sập phần của về ở nơi gì mùi tê về បាទ ចិត្តកិច្ចណាចិត្តរបបូតលូតទៅហ្នឹងហើយសំជូនប៉ុណ្្នឹងចា៎ បាទអរគុណច្រើនបងកំហុតឥឡូវមកដល់វេនលោកប្រធាចាពិនសំខាន់ម្ដងនៅក្នុងរឿងចូលឆ្នាំនេះមានលក្ខណៈពិសេសច្រើនយ៉ាងដែរប៉ុន្តែដូចជាមានបង្កប់នៅខ្លឹមសារនៅក្នុងពិធីនឹងដែរបងដូចជាយើងរងចាំទេវតាចុះមកពី សាយ នៅមកជួយថែរក្សាយើងឲ្យបានសេចក្តីសុខហើយមានបង្កប់ខ្លឹមសារដូចជាយករឿងណែកបិលមហាព្រំអីមកយកមករំលឹកបងប្អូនកូនក្មួយយើងថារឿងចូលឆ្នាំនេះយ៉ាងណាយ៉ាងណីហើយក៏មានបង្កប់នៅខ្លឹមសារផ្សេងទៀតដែលនិយាយអំពីសេរីរបស់មនុស្សនឹងពេលព្រឹកនៅត្រង់ណាពេលថ្ងៃនៅត្រង់ណាល្ងាចនៅត្រង់ណាហើយខ្ញុំចង់ឲ្យបងយកអានឹងមកឲ្យបងប្អូនកូនក្មួយយើងយល់ផងមិនបានតែចាំតែដល់ពេលចូលឆ្នាំមួយថ្ងៃនឹងធ្វើអញ្ចឹងអានឹងដោយព្រះអង្គមីឡែមថាអញ្ចឹងអានឹងចូលឆ្នាំគួរតែចូលឆ្នាំរាល់តែថ្ងៃឯមិនទេបងរឿងកបិលមហាព្រំស្អីណាហ្នឹងវាបង្កប់នៅក្នុងហ្នឹងហើយបងប្អូនកូនក្មួយមួយចំនួនអត់ដឹងទេរឿងហ្នឹងដឹងតែចូលឆ្នាំទៅរួមទៅរែកអីចឹងប៉ុន្តែអាខ្លឹមសារដែលបង្កប់នៅក្នុងពិធីហ្នឹងដូចជានាំគ្នាមិនសូវយកចិត្តទុកដាក់បងយ៉ាងម៉េចទៅវិញបាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្វាយបង្គំព្រះអង្គវិលែមនិងប្រធានាធិរានុធិរៈដែលនៅស្ដាប់កម្មវិធីនេះខ្ញុំយល់ថាមួយឆ្នាំម្ដងយើងគួរតែរំលឹកនៅអ្វីដែលបានធ្វើហើយនឹងចាប់យកនៅគម្រោងថ្មីបន្តទៅទៀតឲ្យបានប្រសើរជាងមុននឹងគឺជាការគិតនៃមនុស្សភាគច្រើនដែលគេហៅជាចាស់ទុំបាទគិតរបៀបហ្នឹងហើយបង្ហាត់កូនចៅឲ្យធ្វើរបៀបហ្នឹងសូម្បីតែនៅក្នុងរឿងចូលឆ្នាំតាមបែបបដិញសាសនាហ្នឹងក៏មានលក្ខនៅទំនាស់រវាងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដោយព្រាហ្មណ៍មកតែប្រកេះទៅទេនឹងទៅអត់មានដងខ្លួនអត់មានអីហ្នឹងគឺជាទំនាស់ដែលគេចង់បង្ហាញអំពីជំនឿសាសនាទាំងឡាយដែលប្រជែងគ្នានៅក្នុងនេះហើយខ្មែរយើងទទួលយកនៅរូបភាពហ្នឹងហើយមែនទែនប្រអិនប្រព្រំហ្នឹងមានទួលខ្លួនធម្មតាដែលអត់មាននៅក្នុងជំនឿរបស់ព្រហ្មញ្ញសាសនាហ្នឹងមានតែដល់មកដល់ខ្មែរយើងវាដាច់អស់នៅសល់ប្រកេះអីចឹងទៅនឹងជាទំនាស់មួយរវាងខ្មែរថាយើងកាន់ពុទ្ធសាសនាមិនមែនកាន់ព្រាហ្មណ៍តទៅទៀតទេហើយអំណាចរបស់ព្រាហ្មណ៍ហ្នឹងក៏មិនខ្ពស់ដែរហើយយើងរស់នៅក្នុងទំនាស់ហ្នឹងច្រើនឆ្នាំច្រើនសតវត្សណាតាំងពីចំនួនរឿងអាជ័យពីដើមមកហ្នឹងរឿងអាជ័យហ្នឹងមានអាយុវែងឆ្ងាយណាស់មានអាយុយូរណាស់យើងតាមដានមើលនៅវប្បធម៌របស់យើងហ្នឹងទៅហើយខ្ញុំនិយាយហ្នឹងមានមនុស្សច្រើនអត់ដឹងថាអាជ័យហ្នឹងកើតនៅជំនាន់ណាទេប៉ុន្តែបើយើងមើលដោយការពិចារណាយើងដឹងថាមានចំនួនរបស់វាដែលនៅក្នុងរឿងរបស់អាជ័យហ្នឹងនិយាយតែម្ដងហើយការដែលយើងប្រារព្ធពិធីចូលឆ្នាំនេះគឺជារឿងសំខាន់មួយបើនិយាយពីរឿងនយោបាយគឺជាសេរីភាពនៃការអនុវត្តនៅវប្បធម៌របស់ខ្លួនយើងអាចធ្វើទៅបានរៀបចំសង្គមយើងទៅជឿអីក៏ជឿទៅហើយសំខាន់បំផុតឲ្យជំនឿទាំងអស់ហ្នឹងคล้ายទៅជាសុភមង្គលនោះកន្លែងហ្នឹងដែលខ្ញុំមែនតើខ្ញុំមិនបានចាប់អារម្មណ៍យល់អំពីសង្ឃដីការបស់ព្រះអង្គមីឡែមដែលលោកថាគួរតែធ្វើពិធីបុណ្យចូលឆ្នាំហ្នឹងឲ្យបានរាល់ថ្ងៃព្រោះវាបង្កើតសុភមង្គលបើមិនធ្វើទេប្រហែលជាមិនបានមានសុភមង្គលនឹងទេហើយនឹងមែនតើខ្ញុំអត់សូវយល់ច្បាស់អំពីប្រយោគហ្នឹងទេនិងខ្ញុំតិចទៀតខ្ញុំចង់ដឹងថាប្រដៅគុណចង់និយាយយ៉ាងម៉េចអំពីរឿងហ្នឹងដែរក៏ប៉ុន្តែសម្រាប់ខ្ញុំយល់ថាបើសិនជាយើងធ្វើការពិបាកក្តីសំណុកក្តីមួយឆ្នាំម្ដងយើងគួរកំណត់ថាអញធ្វើអីសេចក្តីរាយការណ៍អំពីមួយឆ្នាំដែលកន្លងមកហើយនឹងបានអីខ្លះហើយយើងយកទៅធ្វើអ្វីទៀតខ្លះ
ហើយនៅក្នុងពេលដែលយើងផ្ដាច់នៅឆ្នាំមួយទៅឆ្នាំមួយហ្នឹងយើងរៀបចំពិធីមួយដែលធ្វើឲ្យសប្បាយរីករាយឲ្យបានច្រើនអឺនឹងក៏ជារឿងល្អធ្វើឲ្យដូចមនុស្សវាស្រស់ស្រាយជាងមុនជួបជុំគ្នាច្រើនជាងមុនអនុវត្តនៅវប្បធម៌របស់ខ្លួនហើយនៅក្នុងប្រទេសដែលអាចធ្វើបានពីចឹងទៀតពីព្រោះនៅក្នុងកុំប្រទេសកុម្មុយនីសជាដើមពិធីបុណ្យទាំងឡាយហ្នឹងគឺត្រូវធ្វើតាមបញ្ជារបស់អង្គការរបស់គេដូច្នេះវាមិនមែនជាអង្គការរបស់ពលរដ្ឋនោះនៅវាខុសគ្នាហ្នឹងខ្ញុំយល់ថាពិធីទាំងឡាយដែលធ្វើមកបន្តទៀតនៅក្រោយពីចូលឆ្នាំមកយើងមានពិធីប្រហែលជា10ពិធីទៀតមានតាំងពីបុណ្យរំលឹកខួបនេះខួបនោះជាដើមរហូតដល់ដាក់នៅក្នុងបុណ្យសាសនាជាដើមហើយបុណ្យសាសនានឹងទៀតក៏មានការប្រែប្រួលទៀតដូចជាបុណ្យភ្ជុំបិណ្ឌនៅប្រទេសខ្លះហ្នឹងគេអត់ធ្វើទេដោយសារគេយល់ថាវាមិនស្របតាមនឹងគំនិតនៃទស្សនៈរបស់ព្រះពុទ្ធសាសនានឹងជាដើមដូច្នេះប្រជាពលរដ្ឋគួរតែគិតពិចារណាហើយវិវត្តការគោរពពុទ្ធសាសនាគោរពជំនឿគោរពនៅពិធីនានាដូចជាចូលឆ្នាំកំណត់នៃពេលវេលាប្រចាំឆ្នាំនឹងក្តីឲ្យបានជ្រៅជ្រះឲ្យបានច្រើនពីព្រោះមនុស្សមិនមែននៅដដែលទេពីព្រោះពីដើមយើងធ្វើបុណ្យអុជទូកអុជធូបអុជទៀនហុយពេញវត្តឥឡូវនេះក៏គេក៏បន្ថយការអុជធូបពីព្រោះគេដឹងថាផ្សែងហ្នឹងវាពុលផ្សែងហ្នឹងវាធ្វើឲ្យសុខភាពមិនល្អអីជាដើមក៏បន្ថយទៅអានឹងគេហៅការផ្លាស់ប្ដូរដូចនៅវត្តអារាមនានាក្តីពិធីបុណ្យដែលធ្វើទាំងឡាយហ្នឹងខ្ញុំឃើញនៅក្នុងមកដល់សហរដ្ឋអាមេរិកនេះគឺគេលែងធ្វើដូចមុនហើយគឺនៅវត្តមួយចំនួននោះគឺគេប្រជាពលរដ្ឋជូនមហូបយកមកដាក់ពេញពីខ្ញុំនៅចាំនៅខ្ញុំនៅប៉ារីសថ្មីសុកប្រាំងថ្មីហ្នឹងគេធ្វើបុណ្យអញ្ចឹងនាំទៅយកមហូបមកគ្រប់គ្នាអញ្ចឹងទៅដល់លួចយកវិញបំពេញស្រាក់ត្រឡប់ទៅផ្ទះវិញព្រោះមហូបហ្នឹងញ៉ាំអត់អស់វាច្រើនពេកហើយមានខ្ជះខ្ជាយចេះចោលក៏សន្ធឹកណាស់ដែរប៉ុន្តែមានវត្តខ្លះគេអត់គិតចឹងនេះថាបើបងប្អូនមកវត្តចូលបុណ្យវត្តទៅវត្តធ្វើម្ហូបទទួលបងប្អូនទាំងអស់គ្នាក្នុងរូបភាពមួយនៃដែលថាអនាម័យគ្រប់គ្រាន់ចែកចាយមិនខ្ជះខ្ជាយមិនប្រើទ្រព្យសម្បត្តិនឹងឲ្យហួសហេតុពេកទៅតាមថាជំនឿដែលយើងធ្លាប់មានទៅប្រគិនប្រសងម្ហូបឲ្យច្រើនទៅវាបានបុណ្យច្រើនអីជាដើមគេផ្លាស់ប្ដូរអស់ទៅហើយដូច្នេះខ្មែរយើងនៅមិនទាន់ផ្លាស់ប្ដូរទេការដែលយកម្ហូបមកប្រងព្រាតពេញរួចចាក់លាយគ្នាអីជាដើមហ្នឹងអាចនឹងអ្នកណាធ្វើមិនបានស្អាតម្ហូបហ្នឹងចែកចាយនៅមេរោគនៅអីបន្តត្រឡប់ទៅផ្ទះវិញអីចឹងដែលការគិតហ្នឹងមិនជាខុសអីទេណាមិនជាខុសអីទេយើងគេគិតថាគុំនេះមែនទែនគុំធ្វើម្ហូបឲ្យបានស្អាតស្អំឲ្យសមរម្យតាមនឹងគណៈកម្មការវត្តអីទៅហើយចែកចាយម្ហូបឲ្យត្រឹមតែយើងឃ្លានហ្នឹងគុំខ្ជះខ្ជាយហើយខ្មែរយើងអត់បានធ្វើអាហ្នឹងទេខ្ញុំឃើញវត្តលាវវត្តថៃច្រើនដែរដែលគេបានផ្លាស់ប្ដូររបៀបអីគ្រប់គ្រងម្ហូបអាហារនឹងហើយកុំឲ្យខ្ជះខ្ជាយឲ្យសល់លុយសម្រាប់វត្តសម្រាប់កសាងនឹងឲ្យបានច្រើនរួចការដែលវិវត្តឲ្យខ្មែរយើងអត់វិវត្តនេះខ្ញុំយល់ថាយើងគួរនាំគ្នាគិតដែរពីព្រោះនៅក្នុងវត្តជាកន្លែងគិតច្រើនណាកន្លែងគិតបានច្រើនជាងកន្លែងដទៃទៀតហើយរួមជាសហគមន៍ដែលវិវត្តទៅមុខមិនមែនកន្លែងខ្លះធ្វើឲ្យខូចឈ្មោះដល់ពុទ្ធសាសនាទៅទៀតដោយសារតែយើងធ្វើមិនបានត្រឹមត្រូវអញ្ចឹងពិធីទាំងឡាយនេះគឺថាខ្ញុំដំបូងមកខ្ញុំយល់ថាគួរតែធ្វើដើម្បីនឹងរំលឹកដូចពិធីបុណ្យចូលឆ្នាំនេះគឺរំលឹកមួយឆ្នាំម្ដងគឺមានការផ្លាស់ប្ដូរច្រើនណាស់ក្នុងមួយឆ្នាំដែលយើងគិតហើយយើងឆ្លងឆ្នាំទៅថ្មីទៀតទិញកៅអៅថ្មីមានលុយកាក់ខ្លះថែមទៀតអីចឹងទៅហើយមានការសម្អាតខ្លួនសម្អាតអីដើម្បីចូលទៅឆ្នាំថ្មីឲ្យវាមានសុភមង្គលឲ្យមានជោគជ័យហ្នឹងគឺការត្រៀមខ្លួនហ្នឹងហើយអញ្ចឹងយើងខ្ញុំយល់ថាមិនរៀងរាល់ឆ្នាំគួរតែនាំគ្នាពិចារណាតើយើងត្រូវធ្វើអីនៅឆ្នាំក្រោយព្រោះពួកខ្មែរយើងអត់គិតទេអាឆ្នាំក្រោយហ្នឹងគិតតែឆ្នាំហ្នឹងពីពួកគាត់មិនសូវយកចិត្តទុកដាក់ដោយអង្គមកធ្វើស្រែមួយឆ្នាំបានផលមួយឆ្នាំអញ្ចឹងទុកស៊ីអស់ទៅសុំធ្វើទៀតអាហ្នឹងវាជាការគិតដែលមិនសូវត្រឹមត្រូវទេនៅក្នុងសម័យនេះគឺគិតរាប់ឆ្នាំទៅមុខ
mình menតែត្រឹមឆ្នាំក្រោយនេះគេគិត10ឆ្នាំទៅមុខទៀតតើនឹងធ្វើយ៉ាងម៉េចហ្នឹងជាការល្អដែរដែលយើងនាំនេះជជែកពីរឿងចូលឆ្នាំចូលខែនេះឥឡូវលើកតែមួយហ្នឹងចុះព្រោះវាតាក់ទងទៅនឹងការវិវត្តនៃពិភពលោកការវិវត្តនៃធម្មជាតិហ្នឹងហើយយើងកំណត់បានថាមួយឆ្នាំគឺយើងចាត់ទុកថាយើងដឹងថាផែនដីវិលជុំមកជុំព្រះអាទិត្យហ្នឹងគឺជាការដឹងជ្រាលជ្រៅសម្បើមណាគឺអស្ចារ្យណាម្លេងបុព្វបុរសយើងនាំគ្នាកត់ត្រាហើយឥឡូវទៅជាច្បាប់ទម្លាប់ពិភពលោកគ្រប់គ្នាតែងតែប្រារព្ធពិធីហ្នឹងហើយអញ្ចឹងអីចំណែកខ្មែរយើងហ្នឹងធ្វើពិធីហ្នឹងនៅថ្ងៃដែលយើងសន្មត់ដោយខ្លួនឯងមិនមែនថ្ងៃដែលគេគិតថានឹងដាច់ឆ្នាំរបស់ធម្មជាតិទេពីព្រោះដាច់ឆ្នាំរបស់ធម្មជាតិនៅខាងនៅអាមេរិកក្តីនៅស្រុកខ្មែរនេះយល់ថាថ្ងៃទី1ខែមករាហ្នឹងគឺចូលឆ្នាំថ្មីហើយចំណែកនៅខាងពុទ្ធសាសនាគេគិតថាខែមករាហ្នឹងគឺខែសង្ហាហ្នឹងខែមករាហ្នឹងនៅចុងខែមករាហ្នឹងគឺចូលឆ្នាំថ្មីនៃចន្ទគតិហើយខ្មែរយើងក៏យល់ថានឹងយល់ជាដើមឆ្នាំអញ្ចឹងដែរក៏ប៉ុន្តែព្រះរាជគ្រូនៅក្នុងវាំងហ្នឹងបានទស្សទាយថាទេមិនត្រូវធ្វើថ្ងៃហ្នឹងទេត្រូវធ្វើថ្ងៃ13ខែខែហ្នឹងខែមេសាហ្នឹងហើយខែមេសានេះជាការសន្មត់នៃពិធីមួយដើម្បីឲ្យស្របទៅនឹងរដូវនៅស្រុកយើងផងស្អីផងហើយប្រទេសមួយចំនួនបានកំណត់យកហ្នឹងដូចគ្នាអញ្ចឹងដែលតាក់ទងទៅនឹងផលិតផលស្រូវអីហ្នឹងហើយវាមិនមែនថាសាសនាឬក៏ពេលវេលាធម្មជាតិហ្នឹងបានប្រាប់យើងថាថ្ងៃហ្នឹងយើងនាំគ្នាសន្មត់ឲ្យត្រូវតាមស្រុករបស់យើងដូច្នេះការផ្លាស់ប្ដូរហ្នឹងក៏សមរម្យយ៉ាងដែរព្រោះយើងស្វែងរកសុភមង្គលឲ្យជាតិយើងឲ្យពលរដ្ឋយើងឲ្យធ្វើអីឲ្យត្រូវតាមដំណើរនៃពេលវេលាហ្នឹងដូច្នេះខ្មែរយើងគិតថាខែមេសាហ្នឹងគឺជាថ្ងៃចូលឆ្នាំពិតប្រាកដដែរប៉ុន្តែពិតប្រាកដនៃធម្មជាតិហ្នឹងវានៅនេះនោះចន្ទគតិគឺខែមករាខ្ញុំយល់ថាអត់មាននេះធម្មជាតិបាទអានឹងធម្មជាតិយើងវិលមកជុំហ្នឹងធម្មជាតិដែរព្រោះយើងសន្មត់ហ្នឹងហើយពីព្រោះមានអសន្មត់ហ្នឹងដែរយើងចង់មិនចង់គេរកឃើញទៅនឹងធម្មជាតិតែនេះវិទ្យាសាស្ត្ររកឃើញហ្នឹងរកឃើញនៅដំណើរនៃធម្មជាតិហ្នឹងវាអញ្ចឹងព្រោះហេតុអីក៏យើងយល់ថាក្នុងមួយឆ្នាំផែនដីវិលជុំវិញព្រះអាទិត្យបានមកជុំយើងនៅលើដីនេះយើងទៅមិនដឹងតើគេស្រាវជ្រាវគេកំណត់គេអីចាប់ទាំងអស់គ្នារកឃើញអាហ្នឹងនឹងដូច្នេះវាការវិលរបស់ធម្មជាតិហ្នឹងធ្វើឲ្យទៅជាវិទ្យាសាស្ត្រមួយដែលខ្ញុំយល់ថាថ្ងៃនេះយកថ្ងៃ14មេសាហ្នឹងគឺគ្រាន់តែជាការសន្មត់ទេសន្មត់មិនត្រូវនឹងចូលឆ្នាំមែនទែនដេញពេលវេលាកំណត់ឲ្យនោះទេហ្នឹងហើយអញ្ចឹងខ្ញុំត្រឡប់មកវិញថាតើពេលចូលឆ្នាំចូលអីនេះវាសមរម្យទេខ្ញុំយល់ថាគួរតែធ្វើដើម្បីឲ្យដឹងថាដូចថាខ្មែរយើងទោះជាយកថ្ងៃ13-14មេសាហ្នឹងជាថ្ងៃចូលឆ្នាំក៏ដោយក៏នៅតែយើងអាចធ្វើបានយើងកំណត់ថាមួយឆ្នាំយើងហ្នឹងមកដល់ថ្ងៃ13-14មេសាហ្នឹងនៅស្រុកយើងគេយល់ចឹងថាហ្នឹងជាឆ្នាំថ្មីរហូតដល់តែភ្លេចថាឆ្នាំមែនតើហ្នឹងគឺនៅថ្ងៃ1ខែមករានោះទេគឺភ្លេចអានោះទាំងអស់គ្នាណាអញ្ចឹងខ្ញុំបញ្ចប់ប្រយោគនេះដោយយល់ថាយើងគួរតែរក្សាវប្បធម៌ហ្នឹងហើយរៀងរាល់ឆ្នាំរៀបចំឲ្យមានការវិវត្តនៅឆ្នាំសង្ហឆ្នាំថ្មីឬឆ្នាំទៅមុខទៀតឲ្យបានប្រសើរជាងឆ្នាំដែលកន្លងទៅនឹងជានិច្ចនឹងហើយជាជីវិតការវិវត្តរបស់ពិភពលោកសម័យថ្មីហ្នឹងបាទអូខេអរគុណច្រើនបងខ្ញុំនៅតែមានចំណាប់អារម្មណ៍ពីការនៃ significance វាអ្វីទៅដែលនេះណាបងអ្វីទៅដែលបង្កប់នៅខ្លឹមសារដែលធ្វើឲ្យយើងទាញយកផលប្រយោជន៍ពីពិធីបុណ្យនឹងបានបងសំខាន់គាត់មានប្រសាសន៍ថាវាជាឱកាសល្អមួយសម្រាប់បញ្ចប់រឿងចាស់ហើយយករឿងថ្មីមក
បញ្ចូលដែលតែបដូរចិត្តអានេះគេហៅ New Year's resolution នេះគេនោះបងអញ្ចឹងហើយ បាទ អញ្ចឹងតើតាបងប្អូនកូនក្មួយហ្នឹងមានគោលដៅជីវិតច្បាស់លាស់មែនតើណាហើយបានតែយកអាហ្នឹងមកវាស់មើលថាតើយើងហ្នឹងបានធ្វើអ្វីខ្លះក្នុងរយៈពេល1ឆ្នាំកន្លងផុតទៅឬក៏12ខែកន្លងផុតទៅនេះហើយតើមួយឆ្នាំហ្នឹងយើងដើរបានណាដល់ណាហើយនៅក្នុងការដែលយើងវាស់វែងចំពោះគោលដៅច្បាស់លាស់របស់យើងនៅក្នុងជីវិតហ្នឹងខ្ញុំយល់ថាអញ្ចឹងម្យ៉ាងហើយនៅក្នុងស្រុកអាមេរិកនេះគេច្រើនតែ promote លើកតម្កើង New Year's resolution ហ្នឹងធ្វើម៉េចណាឯងធ្វើម៉េចទៀតណាធ្វើម៉េចទៀតឆ្នាំនេះប៉ុន្តែខ្ញុំនៅតែមានសំណួរសួរដល់រឿងពិធីក្នុងការចូលឆ្នាំអីហ្នឹងទៀតដូចជាយើងយកផ្នែកខាងសាសនាខាងអីពីរឿងរ៉ាវផ្សេងដូចជារឿងធម្មបាលកុមារណារឿងកបិលមហាព្រហ្មអីនឹងជាដើមហើយហ្នឹងធ្វើម៉េចឲ្យបងប្អូនកូនក្មួយនឹងយល់ថាអ្វីទៅជារឿងដែលយើងយកមកជាខ្លឹមសារដែលធ្វើម៉េចឲ្យយើងនឹងបង្កើនសុខសេរីភាពសុភមង្គលយើងឲ្យបានអានេះថាប៉ុនហ្នឹងវាមានស្អីទៅដែលធ្វើឲ្យយើងយកមកអនុវត្តបានដើម្បីឲ្យជីវិតយើងនឹងថ្លៃថ្នូរឬក៏ចម្រើនទៅបានក្រៅពីអ្វីដែលបងសំខាន់នឹងបងហូតនឹងមានគំនិតមកហើយទៀតខ្ញុំកណាឆ្ងល់ដែរកន្លែងហ្នឹងអ្នកខ្លះថាប៉ុនហ្នឹងមានពិធីរបស់គេច្បាស់ប្រកបមានថ្ងៃទី1ទី2ទី3ថ្ងៃ1ថ្ងៃសង្ក្រាន្តអញ្ចឹងទៅទី2ថ្ងៃអីចឹងទៅទី3ថ្ងៃឡើងសាក់ឯណានៃចឹងទៅហើយក៏មានទេវតាចុះមកយកស្អីមកប្រក់ព្រំពិភពលោកនេះឲ្យយើងបានសេចក្តីសុខដោយសារទេវតាអីចឹងហើយចំណែករឿងពុទ្ធសាសនានិយាយរឿងផ្សេងអត់មានតាក់ទងជាមួយនឹងពឹងពាក់ទៅលើទេវតាមកប្រក់ព្រំអីចឹងទេអាហ្នឹងយ៉ាងម៉េចទៀតកណាចិត្តតែចង់ឲ្យព្រះអង្គដោះស្រាយអាហ្នឹងផងរឿងហ្នឹងតាក់ទងរឿងសាសនាមិញបងហូតបងសំខាន់ក៏បាននិយាយដែរថាសាសនាព្រាហ្មណ៍ឯណាអញ្ចឹងណាមើលមិនអាហ្នឹងវាខុសគ្នាយ៉ាងម៉េចទៀតកន្លែងហ្នឹងមួយនិយាយរឿងព្រំហើយឥឡូវនេះយើងកាន់ពុទ្ធសាសនាវាជាចំណោទញោមជាចំណោទភាសាអង់គ្លេសថា methodology ខ្មែរយើងថាទេវកថាមានន័យថាយើងនិយាយសាមញ្ញថារឿងរ៉ាវរឿងព្រេងដែលសម្រាប់អប់រំមនុស្សណាប្រទេសណាក៏មានដែរប៉ុណ្ណាវាជាចំណោទវាជាប្រាថ្នាណាសំទោសប្រស្នាដែលយើងត្រូវរកឲ្យឃើញណាដោយរឿងក្បិលមហាព្រហ្មដោយរឿងទេវតាគ្មានទេវតាណាចុះមកទេក្រៅពីទេវតាចិត្តយើងណាញោមណារឿងទេវតាដែលព្រះសម្ដែងយើងមិនបដិសេធទេណាវានៅឆ្ងាយប៉ុន្តែគ្មានទេវតាណាជួយយើងក្រៅពីខ្លួនយើងទេអត្តាហិអត្តនោនេះថាបើដោយអាត្មានិយាយថាបើសិនតែយើងរងចាំទេវតា365ថ្ងៃចាំបញ្ចុះមកយើងអត់បាយស៊ីញោមយើងម្នាក់ដាច់ឆល់ងាប់ដូច្នេះតើយើងបង្កើនទេវតាខ្លួនឯងមានន័យថាដូចញោមនឹងខំឆ្ងល់ថាចូលឆ្នាំរៀងរាល់ថ្ងៃមិនមែនយើងរំរែកយើងជប់លៀងរាល់ថ្ងៃទេមិនមែនទេអាត្មាចង់និយាយថាយើងត្រូវមានគំនិតល្អសនខតាំងសមង្គលាំងសពភាតាំងសហតិតាំងសុខណោសមហតោដែលយើងសូត្រដល់ថ្ងៃជាយន្តោនោះណាកាលណាចិត្តល្អពេលណាដែលយើងគិតល្អនិយាយល្អពេលនោះជាណខត្តរឹកល្អជាមង្គលល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជាគណៈល្អជាយាមល្អណាដូច្នេះអានេះចូលឆ្នាំហើយមិនមែនហាមឃាត់មិនឲ្យប្រជាពលរដ្ឋយើងមិនឲ្យចូលឆ្នាំមួយឆ្នាំម្ដងមិនមែនទេកុំឲ្យច្រឡំចង់និយាយថាអត្តន័យដើម្បីឲ្យកើតជាសុភមង្គលពិតប្រាកដយើងត្រូវយកអាពិធីហ្នឹងមកអនុវត្តប្រចាំថ្ងៃចូលឆ្នាំប្រចាំថ្ងៃចូលឆ្នាំប្រចាំថ្ងៃមិនមែនន័យថាយើងតលតែមានគ្នាច្រើនតែយើងឈប់សម្រាកតែយើងមានពេលទំនេរទេមិនមែនទេពេលបានន័យថាពេលណាដែលយើងខឹងណាពេលណាដែលយើងខឹងយើងឈប់ខឹងទៅអាហ្នឹងចូលឆ្នាំហើយឆ្នាំចាស់ផុតទៅចូលឆ្នាំថ្មីចូលមកទេវតាចុះមកតើហ្នឹងបានន័យថាបើសិនតែយើងនៅតែខឹងបានន័យថាយើងអត់ចូលឆ្នាំទេនៅតែឆ្នាំចាស់ហ្នឹងឯងបានន័យថាយើងនៅតែខឹងហ្នឹងឯង
កាលណាបើយើងខឹងគ្នាកាលណាបើយើងស្អប់គ្នាជាពិសេសគឺយើងស្អប់ទេវតាគឺស្អប់ឪពុកម្ដាយខឹងឪពុកម្ដាយខ្លួនឯងកាលណាយើងខឹងស្អប់វាធ្វើអីអត់កើតទេចង់និយាយថាយើងធ្លាប់តែលើកអស់2នាក់រួចដល់កាលណាបើយើងស្អប់គ្នាអ្នកជិតខាងហើយបានយើងមានអ្នកណាជួយលើកមានទេវតាណាមកជួយក្រៅពីខ្លួនយើងហ្នឹងដូច្នេះអត់មាននិយាយនេះមិនមែនន័យថាបដិសេធពិធីទេចង់និយាយធ្វើក៏ធ្វើទៅចុះប៉ុន្តែត្រូវរកចំណោទត្រូវរកចម្លើយឲ្យឃើញដែលចម្លើយទាំងហ្នឹងទេវតាទាំងហ្នឹងវានៅឯណាព្រោះនៅឯណាគឺទៅទេវតានៅក្នុងចិត្តយើងម្នាក់នឹងឯងបងយើងអាចថាទេវតានឹងគឺជាសភាវៈល្អនៅក្នុងខ្លួនដែលមានការផ្លាស់ប្ដូរពីអាចាស់មកថ្មីនឹងទៀតចង់យើងចង់និយាយអញ្ចឹងចង់ថាទេវតាអញ្ចឹងហើយព្រោះចិត្តវាកើតរលត់យើងអនត្តាកើតរលត់អនិច្ចំទុក្ខំអនត្តាអ្វីនៅបានទេវាចិត្តចាស់យើងថាចិត្តខឹងតាមពិតចិត្តវាតបាត់ហ្នឹងខឹងវាកើតផុតបាត់ហើយចិត្តថ្មីវាកើតទៀតដូចយើងភ្លើងទៀនណាភ្លើងទៀនយើងមើលថាភ្លើងនៅតែតាមពិតមិនមែនទេបើយើងយកមីក្រូស្កូបមកមើលវាកើតរលត់វិញញ័រយើងមើលអត់ទាន់ទៅណាហើយតែខ្មែរយើងថាជាងមិនកើតបន្ទុះដែកចង់និយាយយើងមើលអត់ទាន់តែភ្លើងនៅដដែលប៉ុណ្ណាតាមពិតទេវតាវាទៅបាត់ហ្នឹងទេវតាចាស់វាទៅបាត់ហើយទេវតាថ្មីមកទៀតអញ្ចឹងជារៀបជាតិមរណៈអីនៅវានៅក្នុងហ្នឹងទៀតបាទនៅទាំងអស់ហ្នឹងហើយដែលខ្មែរយើងពូនភ្នំខ្សាច់ហ្នឹងហើយពូនភ្នំខ្សាច់យើងខ្មែរយើងថាភ្នំព្រះសុមេរុយើងចិត្តតំណងគ្នាថាភ្នំនេះនៅនោះវានៅឯនោះព្រះលោកសំដែងអញ្ចឹងមែនណាប៉ុន្តែយើងត្រូវរកភ្នំឲ្យឃើញភ្នំគឺខ្លួនយើងឯងបងនគរណាព្រះនគរខ្មែរយើងថានគរកាយបងខ្មែរយើងនិយាយថារកធัวក្នុងកាយរកបាយក្នុងឆ្នាំងបងហើយអញ្ចឹងយើងអាចសន្និដ្ឋានបានថាកុំឲ្យបងប្អូនកូនក្មួយយើងនឹងជឿថាមានទេវតាហោះមកអីខំប្រឹងប្រែងយកមាននំមានចំណីមានផ្លែឈើមានចេកមានប៉ោមមានអីណាយកទៅដាក់នៅខាងមុខនឹងទទួលហើយសង្ឃឹមថាថ្ងៃនឹងទេវតាចុះមកប្រក់ព្រំនឹងសង្ឃឹមនឹងអាចថាសង្ឃឹមខុសយ៉ាងទៀតអាចខុសបានជាជំនឿបានន័យថាសំទោសបើយើងថាកុំអោយគ្នាខុសសំទោសចង់និយាយថាចែកគ្នាត្រូវខ្លះថងបានន័យថាជាចំណោទទេណាបើយើងក្នុងប្រឡងថាបើគ្នាសេខុសហើយកុំអោយគ្នាសូនអោយ1 2ទៅចង់និយាយថាគ្នាខំតែងអប់រំអញ្ចឹងហើយយើងអោយទៅអោយថ្លៃទឹកខ្មៅឲ្យប្រៃឃើញថ្លៃទឹកខ្មៅដូចឈូកញោមយើងដូចបកាឈូកយើងគិតថាល្អបកាឈូកល្អយើងអាចបានអោយតម្លៃដល់ភក់ហ្នឹងបងយើងអាចបានតម្លៃអោយទឹកផងយើងអាចបានអោយតម្លៃដល់ពន្លឺព្រះអាទិត្យយើងត្រូវអោយយើងត្រូវនឹកឃើញដល់ដៃភក់ដៃស្អុយផងកុំអោយគិតថាល្អដូច្នេះយើងចែកគ្នាត្រូវទៅប៉ុន្តែយើងត្រូវរៀនយកដូចឃ្មុំណាឃ្មុំមិនមែនទៅពេលដែលវាទៅរកបំផ្កាវាមិនទៅបំផ្លាញផ្កាទេវាយកតែល្អមកតែដូច្នេះយើងត្រូវយកអាល្អមកបើកុំដូចញោមពេញសំខាន់ណាគេដើរដល់ណាហើយយើងនៅតែដដែលហ្នឹងវាអត់កើតណាបើយើងត្រូវសិក្សាយើងត្រូវកុំអោយគ្នាខុសណាយើងពិភាក្សាគ្នាយើងអ្នកសិក្សារឿងយើងអ្នករកចំណោទយើងរកអត្តន័យរកក្លឹមមកព្រោះគេមិនយកក្លឹមយើងយកក្លឹមមកដូចសម្រាប់គេទៅចាក់ចោលគេអាចយកសម្រាប់មកធ្វើតុឲ្យលក់ឲ្យយើងប៉ុន្តែនៅអាមេរិកនេះអាចព្រោះសំទោសថាប្រើពាក្យអាក្រក់ស្ដាប់យើងនោះហើយគេជួសហ្នឹងនៅញូវយ៉កថាទឹកនោមដែលយើងនោម1 ម៉ោងមកដល់ផ្ទះយើងវិញយើងគិតមើលព្រោះតើចូលឆ្នាំរបស់គេហ្នឹងទេវតារបស់គេចុះមកលឿនប៉ុណ្ណាបងអញ្ចឹងបងប្អូនកូនក្មួយអាចយល់បានហើយពីរឿងទេវតាគឺសភាវៈល្អដែលស្ថិតនៅក្នុងខ្លួនយើងដែលដូរចេញពីអាក្រក់ទៅនឹងបានន័យថាព្រះអង្គមានតែការថាធ្វើយ៉ាងម៉េចឲ្យទេវតានឹងមកឲ្យបានច្រើនចូលមកនៅក្នុងខ្លួនយើងបេះដូងយើងអនុសតិយើងផងដើម្បីធ្វើម៉េចឲ្យមានការផ្លាស់ប្ដូរជារឿយជាប្រក្តីជាធម្មតាអញ្ចឹងទៅកុំរងចាំតែចូលឆ្នាំមួយឆ្នាំមួយដងហើយការដែលមួយឆ្នាំមួយដងនេះវាល្អហើយអញ្ចឹងព្រះអង្គថាល្អណាយកធូបយកទៀនឬក៏យកផ្លែឈើផ្លែព្រៃមានបាយមាននំចំណីទៅទទួលទេវតាអីហ្នឹងអាហ្នឹងល្អហើយក៏ប៉ុន្តែកុំសង្ឃឹមឡើយតែទេវតាហ្នឹងមកជួយយើងពីព្រោះនៅក្នុងធម៌ព្រះពុទ្ធមានច្បាស់លាស់ណាស់ថាយើងមិនអាចសង្ឃឹមទៅលើអ្វីក្រៅខ្លួនយើងបានទេព្រោះអានឹងវាអនិច្ចំទុក្ខំអនត្តាវាមិនមែនជារបស់ខ្លួនផងហើយវាអត់ទៀងទាត់ទៀតបើវាមិនទៀងទាត់បានន័យថាយើងគ្រប់គ្រងវាមិនបានបើយើងគ្រប់គ្រងវាមិនបានមិនមែនជារបស់យើងទេ
នេះទៀត អូ បើអញ្ចឹងគុំសង្ឃឹមឡើយថាទេវតានឹងចោះមកហើយនាំគ្នាទៅម្យ៉ាងដែរបើសិនជាយើងគិតថាបើសិនជាគ្មានបនចូលឆ្នាំទេអ្នកលក់ចេកអីអាចលក់អត់ដាច់ទេទៀត Dạ. អូ แล้วมันมีขนาดในข้างផ្នែកសេដ្ឋកិច្ចខាង materialism ណាហើយអ្នកខ្លះគ្នាបន់ឲ្យតែដល់ថ្ងៃហ្នឹងអាងលក់ផ្លែឈើដាច់ឬក៏លក់ធូបលក់ទៀនដាច់តើដល់តែយើងថាមិនអីទេកុំធ្វើអញ្ចឹងមិនបានទេអញ្ចឹងទេវតាហ្នឹងក៏នាំមកនៅសេចក្តីសុខខ្លះដែរសម្រាប់បងប្អូនកូនក្មួយយើងដែលសង្ឃឹមហើយសម្រាប់អ្នកដែលមានbusiness អ្នកមានធុរកិច្ចខាងលក់ខាងដូរខាងអីហ្នឹងហើយម្នាក់ហ្នឹងបែបនាំគ្នាទៅទិញម្សៅចិនអស់ពីហាងហើយមើលទៅឬមួយក៏អាទឹកអីហ្នឹងលក់មកបាញ់គ្នាទៅវិញទៅមកពេលដើមឡើយយើងមានការលេងសើចបោះអង្គុញចោលអង្គុញអីហ្នឹងគេហៅបោះអង្គុញអញ្ចឹងហ៎មែនចោលអង្គុញអូចោលឈូងចោលឈូងចោលឈូងបោះអង្គុញទាញព្រាត់ឬក៏របាំបុរាណរបាំវិជាប្រៃអីច្រើននេះឥឡូវដូចជាហាក់ដូចជាខ្ញុំមើលទៅដូចមិនសូវឃើញទេស្រាប់តែដល់ពេលចូលឆ្នាំម្ដងនាំគ្នាទៅទិញអាកាភ្លើងបាញ់ទឹកណាបាញ់មកប្រឡាក់ប្រឡូសសមមសមាមរហូតដល់លែងខ្លាយទៅជាល្អវាទៅជាអាក្រក់អស់ទៅវិញអញ្ចឹងអានឹងគ្រាន់តែជាការចំណាប់អារម្មណ៍តាមបងទាំងពីរនឹងព្រះអង្គមកខ្ញុំកណាក៏ទាញយកផលប្រយោជន៍នឹងបានពីការដែលយើងនិយាយពីរឿងសេដ្ឋកិច្ចព្រោះបុណ្យពិធីនីមួយបើសិនជាយើងនិយាយពីខាងលោកខាងលិចវិញបងប្អូនកូនក្មួយគេបង្ខ្លាយពិធីបុណ្យនឹងឲ្យខ្លាយទៅជារឿងអ្វីផ្សេងមួយទៀតណាឧទាហរណ៍ថាបុណ្យនេះខែហ្នឹងខែចូលឆ្នាំហ្នឹងគេមានពិធីបុណ្យអីមួយនៅស្រុកអាមេរិកនេះដេញលក់ងន់ណាបងណែ Easter មែនទេខែ Easter ហ្នឹងបងមន់ថ្លៃបងមន់ថ្លៃនិយាយពីអ្នកដែលធ្វើចំការមន់ហ្នឹងចំការមន់ហ្នឹងមិនហៅចំការមន់កសិដ្ឋានខាងចាំមន់ចាំអីហ្នឹងគេថាអូគេរកលុយបានច្រើនណាអញ្ចឹងក្នុងការធ្វើពិធីនីមួយអបថា Easter មានអាហ្នឹងមានលក់ chocolate ដល់តែពេលពិធីបុណ្យខាងដូចថាអីបុណ្យដេញ Turkey Days នោះបុណ្យ Thanksgiving ហ្នឹងនិយាយពីលក់ស្អី Turkey ហ្នឹងរាប់លានក្បាលស្មាតោនៅខាងពុទ្ធថាមិនអោយទេមិនអោយសម្លាប់គេទេបើពួកហ្នឹងបើគ្នាអត់មានពិធី Turkey Day ហ្នឹងទេមិននឹងយកទៅ Turkey ហ្នឹងទៅលក់ណៃណាអញ្ចឹងមួយយ៉ាងដែរនៅក្នុងការដែលយើងសែនព្រេនអីណាណៃនេះក៏ប៉ុន្តែតាមបដិការគុណថាកុំសង្ឃឹមទៅលើអ្នកទេវតានឹងមកជួយយើងអ្វីដែលជួយយើងបានខ្ញុំគិតទៅថាខ្លួនឯងហ្នឹងណាខ្លួនឯងហ្នឹងអត្តាហេអត្តនោនិថោបងហោជាតថាអត្តាហេអត្តនោនិថោជួយខ្លួនឯងហើយជួយខ្លួនឯងហ្នឹងមានលក្ខបង្កប់នៅស្អីអញ្ចឹងឧបមាថាអូដូនតាយើងយករឿងកបិលមហាព្រំឬក៏រឿងធម្មបាលកមានឹងយកមកដាក់ចំណោទចោតសួរទៀតថាពេលព្រឹកនឹងសេរីនៅណាថ្ងៃនៅណាល្ងាចនៅណាអាហ្នឹងតើតើអ្នកពិចារណាគិតបន្តិចទៅបានឃើញតែមិនចឹងនឹងព្រឹកឡើងអូបើសេរីភាពនៅខាងមុខយើងយកទឹកមកលុបមុខមុខបានសេរីពេញមួយឆ្នាំហ៎បងចុះបើឧបមាថាយើងលុបរាល់ថ្ងៃវាមិនបានសេរីពេញមួយថ្ងៃទេអញ្ចឹងកុំចាំបាច់ឆ្នាំក្រោយអីលុបឯងទាល់តាណាណីពេលថ្ងៃសេរីនៅណាពេលល្ងាចសេរីនៅណានៅខ្លះថាពេលថ្ងៃសេរីនៅទ្រូងពេលយប់សេរីនៅជើងយកទឹកយកអីមកលាងជើងលាងអីចឹងតែអានៃហ្នឹងខ្លឹមសារហ្នឹងវាបង្កប់នៅក្នុងរឿងផ្សេងទៀតដែលបកស្រាយបានមកដោយការគិតរបស់មនុស្សផ្សេងនេះសន្មតថាអញ្ចឹងអីចឹងទៅអញ្ចឹងបើខ្ញុំចិត្តចោទសំណួរសួរថាតើបងប្អូនកូនក្មួយនឹងយល់ដែរទេសួរអញ្ចឹងល្អហើយខ្ញុំក៏អត់ដឹងដែរណាមិញហ្នឹងបានគំនិតថ្មីមកនិយាយពីរឿងទេវតាមកអីមិនបានទេរឿងពុទ្ធសាសនាអត់មានទេវតាអញ្ចឹងទេតែមានទេវតាហើយក៏ប៉ុន្តែមុខងាររបស់ទេវតាហ្នឹងដូចជាមិនមកជួយយើងទេតើតែជួយខ្លួនឯងសិនមិនអញ្ចឹងទៀតអាត្មាថែមនេះទៀតមកទៀតហ្នឹងស្អីទេសេរីនៅខាងមុខហ្នឹងសេរីនៅខាងទ្រូងសេរីនៅជើងហ្នឹងយ៉ាងម៉េចបកស្រាយយ៉ាងម៉េចតាមធម៌រែងព្រះឬក៏តាមដូនតាយើង
ត្រឡប់ទៅម្ចាស់សំណួរវិញពេលដែលញោមលើកសំណួរអញ្ចឹងបានន័យថាអាត្មាមើលឃើញសូមអធិស្ឋាន ណា មិនមើលឃើញនៅចក្ខុទេពទេណាចង់និយាយថាមើលឃើញដឹងថាអ្នកសួរគាត់ដឹងគាត់ចេះបាត់ទៅហើយបងណា អញ្ចឹង ណាគាត់ដឹងបងឥឡូវនេះគាត់កំពុងស្ដាប់កំពុងមើលប៉ុន្តែគាត់ដឹងរួចទៅហើយបើចម្លើយហ្នឹងណាបងគាត់ ណា មានធម្មតាទេអ្នកដែលស៊ូហ្នឹងបើសិនជាអ្នកដែលអ្នកសម្រាប់ប្រជាពលរដ្ឋយើងដែលរៀបចំធ្វើរៀនទេវតាគ្នាមិនបានគិតដល់ទេបានន័យថានិស័យរបស់គ្នាវានិស័យរបស់មនុស្សម្នាក់ខុសគ្នាណាគ្នាយល់អត់ដល់ណាបងហើយតេតងសេរីហ្នឹងតាមដែលអ្នកប្រាជ្ញបញ្ញវន្តប្រសង់ខ្មែរយើងនិយាយច្រើនតេតងទៅនឹងសេរីពេលព្រឹកដែលនៅមុខសេរីពេលថ្ងៃនៅទ្រូងសេរីពេលល្ងាចនៅជើងមានន័យថាពេលព្រឹកយើងលុបមុខពេលថ្ងៃយើងត្រូវងូតទឹកណាពេលល្ងាចយើងពេលយើងពីធ្វើការសំទោសចេញពីធ្វើការមកយើងត្រូវលាងជើងដើម្បីកុំឲ្យប្រឡាក់ផ្ទះនំឲ្យកើតជារឿងការឆ្លោះគ្នាយើងដើរទៅផ្ទះគេចង្ការយើងអត់ដោះទៅនៅជើងគេជេរកើតរឿងក៏មានដែរបងជាផ្នែកមួយប៉ុន្តែបើស៊ីជម្រៅទៅនឹងទៀតគឺនៅលើចិត្តបងណាឲ្យតែចិត្តល្អបងណាយើងសូត្រជាយន្តតអាត្មាសូត្រមិញហ្នឹងកាលណាជាយន្តតហ្នឹងគឺជាពិធីដែលយើងសូត្រនៅពេលសម្ពោធសាលាអ្នកធំស្ដេចឬក៏អ្នកមុខអ្នកការធំក្នុងពិធីផ្សេងយើងអញ្ជើញគេមកជាអធិបតីយើងពេលដែលអ្នកធំមកដល់យើងសូត្រជាយន្តតហ្នឹងឯងមានន័យថាយើងដល់ពេលចំទៅយើងសាធុប៉ុន្តែន័យហ្នឹងគឺចង់និយាយថាឲ្យតែអ្នកណាក៏ដោយអ្នកណាក៏ដោយមនុស្សទូទៅទាំងអស់កាលណាបើគិតល្អនិយាយល្អធ្វើល្អហ្នឹងជាអ្នកខត្តល្អជាមង្គលល្អជាសេរីហើយតកតងទៅនឹងចូលឆ្នាំដែលអាត្មានិយាយថាកុំសង្ឃឹមទេវតាក្នុងចិត្តមិនមែនតែចិត្តយើងម្នាក់ទាំងអ្នកធំព្រោះអ្នកធំអ្នកតូចក៏ដោយអាហ្នឹងជាទេវតាអ្នកធំក៏ជាទេវតាដែរមនុស្សទេវព្រោះយើងទេវតាទាំងអស់គ្នាយើងចូលឆ្នាំទាំងអស់គ្នាដល់ពេលរស់ស៊ីមានបានកាប់គេយកតែឯងហ្នឹងមិនមែនឈ្មោះទេវតាទេអាហ្នឹងទេវតាឆ្នាំចាស់វានៅដដែលហ្នឹងដែលញោមកំហូននិយាយថាកាប់គេយកតែឯងអាហ្នឹងមិនធ្វើចូលឆ្នាំមិនកើតចូលឆ្នាំបានន័យថាទីយើងទៅទាំងអស់គ្នាជីទូកមួយទាំងអស់គ្នាចិត្តល្អទាំងអស់គ្នាបើទេវតាឆ្នាំចាស់ចេញទៅទេវតាឆ្នាំថ្មីបានន័យថាមនុស្សម្នាក់ប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងអ្នកតូចទាំងអ្នកធំត្រូវចូលឆ្នាំទាំងអស់គ្នាមានន័យថាត្រូវចេះកែប្រែត្រូវយកគំនិតថ្មីប៉ុណ្ណាយកគំនិតថ្មីបើគិតមែនតើទៅយើងត្រូវដូរបើនិយាយពីផ្នែកដឹកនាំវិញគឺនៅសហរដ្ឋអាមេរិកនេះដូច5ឆ្នាំគេចូលឆ្នាំម្ដងប៉ុណ្ណាបងនៅក្នុងស្រុកខ្មែរយើង4ឆ្នាំ4ឆ្នាំប៉ុណ្ណាទេវតាឆ្នាំទេវតាដូរទេវតារៀនទេវតាឆ្នាំថ្មីចុះមកហើយយើងស្រុកខ្មែរយើងវាយភ្លេងពីនទៀតណាបើស្រុកខ្មែរយើងប្រហែលពីតាមប្រវត្តិអង្គរសម័យអង្គរមកទេវតាដូចចុះមកមួយជីវិតព្រោះមួយជីវិតហើយពេលខ្លះយើងបាន4ឆ្នាំម្ដងដែរក្រោយមកក៏ឈប់ទេវតាឈប់ចុះមកវិញប៉ុណ្ណឹងនេះនិយាយពីទេវតាមនុស្សក្នុងមនុស្សលោកទេវតាដែលយើងត្រូវរកទេវតាដែលយើងត្រូវពឹងនោះគឺផ្នែកតកតងនឹងប្រមុខដឹកនាំរបស់យើងជាទេវតាមនុស្សទេវបងដូច្នេះអានឹងធ្វើម៉េចបើសូមអធិស្ឋានមិនមែនបន្តបង្អាប់ទេអានឹងជានិស័យជាស្ថានភាពភូមិសាស្ត្រនយោបាយបងនយោបាយអាស្រ័យទៅលើប្រទេសអាស្រ័យទៅលើផ្នត់គំនិតអាត្មាសូមអធិស្ឋានមិនបន្ទោសមិនស្អប់ទេណានិយាយនេះទៅតាមការពិតទៅតាមអត្តន័យដែលយើងត្រូវយកមកអនុវត្តដើម្បីរកការរីកចម្រើនដើម្បីរកសុភមង្គលដល់រាស្ត្រដល់ប្រជាពលរដ្ឋខ្មែរយើងបងvà ở phía quân tiền bọn cầm hột nghiêm cho nghiêm láng tay thả vượt luôn cho mà nơi ta phải cao ở miền bày sản ấy tăng vật tổ đả nâng mà nung về cao láng với trời chẳng ban dịch đây sốc chẳng ban đây ấy mà nơi mình phải cao dây luôn ấy ta phải cao ở miền tây đà mình trầm lên một đăng tiết tây đà nâng miền tăng pi yên tăng pi nè khla chi khla chẳng tây đà chẳng làm này chi khla miền Chmua bên ấy miền Chmua tiết ở Chmua hot cầu đấy nữa cầu ở lấy này tây đà năm này tiền bẻ niêm cô riệ kẹt TV bỏ phải đó bỏ lấy cú nó rất say từng đó lát tê bờ đá nè tê ở miền tây bót cô nó chỉ lát đầu từ riệ kẹt TV cứ nhưng mấy tiếng bỏ lấy bỏ phải TVអាត្មាស្ដាប់បានរៀបកែមួយបានន័យថាទេវីជាស្ដាយជាស្រ័យមនុស្សស្រ័យដែលមានតណ្ហាមានចំណង់ចង់បានច្រើនដើរចារទៀតគូយ៉ាងទៀតអូវីវថមឲ្យបងហត់យកនឹងកំបៅគួចណា
Bạn thế nè ខ្ញុំ ហើយឆាន់អូទេវតាឆាន់ ហើយ សោយណាសោយ ហើយ ឲ្យប្រេងទៀតណា អញ្ចឹង សង្ស័យអា mobile អីអស់ហ្នឹងសង្ស័យថ្លៃមិនទេ បែរហូរមកត្មងខ្ញុំត្មងហ្នឹងជិះទៅហើយមកវិញ សុំទោសទៀតយើងនិយាយលេងសើចតិចតួព្រោះតឹងតែងពេកតឹងតែង តែនិយាយមិនទៅ សេរីព្រះអង្គថាសេរីនៅមុខនៅខ្លួននៅជើងវាស៊ីសងនឹងជាយន់តោឯណោះហើយលោកសូត្រសឹងតែរាល់តែថ្ងៃតែចាំតែចូលឆ្នាំបានធ្វើមិនណោះទៀតតែធ្វើរាល់ថ្ងៃមិនបានតែយ៉ាងម៉េចអានឹងសុភមង្គលវានៅតែហ្នឹងបងប្អូនមួយឥឡូវធ្វើមិនដោះស្រាយពីរឿងបិសាចតែទប់ទល់ជាមួយនឹងទេវតានេះបងហូតបើមានចូលឆ្នាំរឿងអីក៏អត់ចេញឆ្នាំព្រោះអាពីរហ្នឹងវានៅជាមួយគ្នា តាមតែខ្ញុំ មួយចូលឆ្នាំមួយចេញឆ្នាំ ខ្ញុំដឹងនេះបើខ្ញុំធំហ៊ានថាពិតទេណា អញ្ចឹងឯង និយាយមកហ្នឹងគឺថាសូម្បីតែពួកអិនប្រព្រំអីហ្នឹងវាសិតតែមានដីសបៃសាយខ្លះឡើយដែរទេអត់អស់ទេ យ៉ាង ហ្នឹងហើយទេវតានឹងក៏ចេះខូចដែរ ចេះខូចចេះខលអីចឹងមានអ្នកគេឆ្លាត ខ្ញុំខូចយ៉ាងម៉េចបើគោរៀក ហើយណាមើលមានរាគៈទេវីតាពាក្យប្រមាថប៉ុណ្ណឹងប្រាប់ឲ្យយើងឃើញថាឃើញទេមានរាគៈនៅក្នុងហ្នឹងណាមានត្រេកក្តីត្រេកអាលហ្នឹងបៃសាយហើយមានបៃសាយហ្នឹងដូច្នេះយើងរឿងទេវតាហ្នឹងមិនសុទ្ធតែល្អទេណាវាដូចទៅថាយើងជាទេវតានៅក្នុងចិត្តយើងចឹងណាយើងចង់យើងតើ ចុះបើទេវតាសិតអត់ល្អអញ្ចឹងយកសេចក្តីល្អពីណាមកឲ្យយើង វាមានព្រះយើងថាយើងវាកើតមកជាមនុស្សហ្នឹងចិត្តវាមិនស្អាតទៅហើយណាប៉ុន្តែបើចិត្តដោយបរិសុទ្ធហ្នឹងចិត្តមែនតើចិត្តបរិសុទ្ធហ្នឹងគឺថាចិត្តស្អាតហ្នឹងយើងកើតមកជាមនុស្សហ្នឹងវាអត់មានសូម្បីតែពុទ្ធលោកត្រូវតែលាងសម្អាតដែរបានលោកទៅត្រាស់ដឹងកើតណាលោកមិនកើតមកស្អាតតែហ្មងទេចិត្តហ្នឹងព្រោះយើងទាំងអស់គ្នាហិតតែប្រឡាក់ប្រឡូសជាងលោកទៅទៀតមានន័យថាយើងត្រូវសម្អាតចិត្តយើងហ្នឹង ហើយការសម្អាតហ្នឹងអត់មានលឺពឹងទេវតាណាទេដែលយើងទៅហ្នឹងបងប្អូនយល់ថាមគ្គសច្ចៈណាដែលមានអដ្ឋង្គិកមៈហ្នឹងជាគោលធំហ្នឹង technology ឬក៏ថា methodology ហ្នឹងសម្រាប់លាងចិត្តយើងហ្នឹងអត់មានពឹងទេវតាណាបានទេមានតែធ្វើខ្លួនយើងហ្នឹងឯងយើងហ្នឹងហួចធ្វើថាម៉េចថាខ្ញុំថាយើងពឹងអានេះចិត្តមួយដែលខ្សោយទេក៏ប៉ុន្តែចិត្តហ្នឹងចេះគិតហើយយើងហៅ thinking mind ហ្នឹងអាចកើតក្រោយណាយើងថាវាកើតក្រោយមកហ្នឹងវាធ្វើឲ្យយើងហ្នឹងខុសពីសត្វហ្នឹងមានសមត្ថភាពចេះគិតចេះអីហ្នឹងយើងយកឲ្យចេះគិតហ្នឹងវាខ្សោយមែនតែវាចេះគិតវាបានបញ្ញាវាមានបញ្ញាអាហ្នឹងថាវាមានបញ្ញាវាអាចនឹងទៅជួយកែអាខ្លាំងនោះដូចជាយើងយកមនុស្សដែលខ្សោយសោះហ្នឹងទៅផ្សាំងតម្រៃអញ្ចឹងណាតម្រៃព្រៃនោះយើងវាធ្វើម៉េចវាអត់មានអ្នកដែលល្អហើយវាខ្លាំងតែមកវាមានមនុស្សហ្នឹងវាមានអាអ្នកល្អហ្នឹងខ្សោយដូចទៅវាមានជំងឺអញ្ចឹងទៅខាងផ្លូវកាយក៏ប៉ុន្តែបញ្ញាវាបានបើយើងយកអាហ្នឹងជួយហើយវិធីហ្នឹងពុទ្ធលោកអានេះ device មកទៅបង្កើតមកហ្នឹងឲ្យយើងទាំងអស់គ្នាដើរតាមផ្លូវហ្នឹងអត់មានឃើញថាយើងត្រូវទៅពឹងទេវតាណាទេជួយហ្នឹងដូច្នេះរឿងនេះឯងខ្ញុំថាវាមានវាដូចជាមានcontradiction គ្នាអញ្ចឹងយើងពឹងទេវតាអញ្ចឹងចូលហ្នឹងវាអត់ហើយម្យ៉ាងទៀតពេលខ្ញុំចាត់ជំនួសបានដំបូងមកថាតើយើងធ្វើពិធីបុណ្យផ្សេងក្នុងមួយឆ្នាំច្រើនដងហ្នឹងមានរឿងអីសំខាន់គឺយូរណាស់សារៈសំខាន់យើង significant សម្រាប់ទៅរកសុភមង្គលនេះវានៅក្នុងរឿងសុភមង្គលយើងនេះបាទហើយក៏ទៅបើសិនជាយើងយកអាហ្នឹងខ្ញុំថាវាជាលបោយទេតិចតួចទេជួយឲ្យយើងនឹងបានជួបជុំគ្នាជួនកាលក៏ជាការលើកទឹកចិត្តគ្នាអីជួបគ្នាទៅតែនិយាយពីរឿងថាយើងធ្លាប់ធ្វើអំពើល្អដោយអ្នកខ្លះហ្នឹងក៏ធ្លាប់បានលាងសម្អាតចិត្តអីធ្វើទៅឲ្យជីវភាពខ្លួនឯងឡើងគ្រាន់បើចេះមានកម្លាំងចេះអីចេះគិតឃើញគ្នាអីចឹងទៅយើងជួនកាលអាហ្នឹងវា inspire គ្នាណាវាឆ្លងគ្នាជាឱកាសមួយដែលយើងជួបជុំយើងរុញយើងទៅរកទៅធ្វើអំពើដែលយើងជាមនុស្សត្រូវចេះធ្វើដោយខ្លួនឯងអ្នកម្នាក់បីរក
សុខឲ្យមង្គលណាហើយបើទៅសង្គមខ្លួនឯងហ្នឹងទាំងអស់គ្នាសង្គមហ្នឹងជាតិហ្នឹងគឺជាតិខ្លួនឯងនឹងគិតទាំងអ្នកដឹកនាំទាំងអ្នកដែលប្រជាពលរដ្ឋទាំងដែលប្រសង់ប្រសក់អីទាំងអស់គ្នាហ្នឹងទាំងតូចទាំងធំហ្នឹងគឺថាយើងហ៊ានលះអានេះរឿងអ្វីដែលតកតងនឹងបិសាចហ្នឹងអត្តពលបិសាចហ្នឹងចេញណាបន្ថយតិចម្ដងអញ្ចឹងទៅអាហ្នឹងយើងអាចទៅរកទៅដើរទៅរកសុខមង្គលហើយដូចរឿងហ្នឹងហើយដូច្នេះវាមានរឿងផលប្រយោជន៍ខ្លះដែរយើងជួបជុំគ្នាដូចថាចិនគេចេះដែរគេថាម៉ែយើងមានថាម៉េចគេថាកុំដេកមើលឲ្យដើរកុំដេកចាគេថាអញ្ចឹងគេថាឲ្យថប់កុំត្រេកនឹងក្តីសប្បាយណាអត់ដែរលឺដែរមានពាក្យហ្នឹងមានពាក្យហ្នឹងព្រោះសេចក្តីសប្បាយហ្នឹងវាច្រើនធ្វើឲ្យយើងភ្លេចខ្លួនយើងគិតច្រឡំថាហ្នឹងវាអាចជួយយើងបានរហូតអីចឹងណាបាទហើយយើងចេះចង់បានសប្បាយរាល់តែពេលហ្នឹងដល់សប្បាយរាល់តែពេលហ្នឹងយើងចូលគ្រឿងញៀនគ្រឿងអីងាយហ្នឹងហើយដល់បើអ្នកដែលគេចេះគិតគូរហ្នឹងថាអញសប្បាយដែរប៉ុន្តែអញសប្បាយហ្នឹងវាខន់ថាជួយសម្រាកមកពេលឬយើងទៅ vacation អញ្ចឹងណាហើយយកកម្លាំងមកវិញយើងមកគិតគូរយើងរកស៊ីតទៅទៀតណាឲ្យវាបានទៅមុខនឹងដូច្នេះអ្វីដែលយើងត្រូវធ្វើច្រើនក្រោយនេះទេមិនមែនរឿងពេលចូលឆ្នាំពេលអីទេរឿងនៃនាំរុញយើងទៅមុខទៅរកសុភមង្គលមិនមែនពិធីបុណ្យនឹងប្រមាណទេក៏ប៉ុន្តែយើងអត់ក៏ខាតខ្លះដែរដោយសារយើងគ្មានការនៃ inspiration ណាមកពីគេមកពីឯងអញ្ចឹងទៅលឹកជួយដាស់តឿនយើងអីហ្នឹងមានមិត្តភ័ក្ដិជួយលើកទឹកចិត្តអីចឹងណាហើយមនុស្សយើងហ្នឹងតាមខ្ញុំមើលទៅនៅពេលដែលពិធីបុណ្យចំធំម្ដងអញ្ចឹងហាក់បីដូចជាមានសមត្ថភាពមួយផ្សេងចូលមកក្នុងខ្លួនគឺថាមកពីដើមគមិសក្មោះស្អីហ្នឹងទៅជាទន់ព្រួនដាក់គ្នាមែនទេណាតែជួបជុំគ្នាគឺថាមានចិត្តហ្នឹងដូចជារំភើបដូចជាអីហ្នឹងឲ្យយើងដូចជាគិតគ្នានឹងជាបងជាប្អូននឹងចិត្តជាងពេលណាទាំងអស់ហ្នឹងចិត្តជាងពេលណាទាំងអស់ទៅជួបជុំគ្នាខានជួបគ្នាយូររវល់អីមកជួបគ្នាចឹងដូចយើងនៅនេះចឹងប៉ុន្តែ Thanksgiving ស្ដីអីហ្នឹងហើយយើងនឹងវាប្រៀបធៀបទៅប្រហែលទាំងបុណ្យភ្ជុំបិណ្ឌចឹងទៅភ្ជុំបិណ្ឌហ្នឹងមើលបងប្អូនហ្នឹងមកជុំគ្នាហើយបើមានអារិះចិត្តគ្នាពីមុនមកអីហ្នឹងពេលហ្នឹងជាពេលផ្សះផ្សាគ្នាចឹងដែរដូច្នេះខ្ញុំថាវាឆ្លៀតឱកាសពេលបុណ្យហ្នឹងផងអស់លោកប្រសានេះឲ្យតែផុតពីចូលឆ្នាំហ្នឹងហៅរកគ្នាទៅជាបងជាប្អូនទៅវាយើងចំណេញតែហ្មងចំណេញធំហ្នឹងរត់ទេវតាណាទៀតហ្នឹងទេវតាហ្នឹងហើយនេះមិនជួយយើងណាទេវតាដែលបដូរចិត្តយើងពីហ្នឹងហើយបដូរចិត្តវិជ្ជមានមកវិជ្ជមានហ្នឹងអញ្ចឹងអានឹងជាណែអានឹងជាសភាវៈវិជ្ជមានមួយសម្រាប់ពិធីបុណ្យយើងណាបងសំខាន់ណាយើងជិតដល់ពេលហើយបងនៅសល់ប្រហែលនាទីបញ្ចប់ហ្នឹងយ៉ាងម៉េចមើលបងបន្ថែមទៀតមើលគាត់នៅចង់រំលឹកប្រវត្តិនៃការធ្វើពិធីបុណ្យហ្នឹងនៅក្នុងរូបភាពសពថ្ងៃហ្នឹងណាបាទមែនទែនសុខយើងមានបញ្ហាតាំងពីចំនួនសម័យអង្គរនោះបាទពីយើងគិតពីសម័យអង្គរហ្នឹងគឺប្រជាពលរដ្ឋនៅក្នុងពេលនោះជាព្រហ្មញ្ញជាព្រាហ្មណ៍ទាំងអស់ហើយស្រាប់តែជ្វាវាយយកស្រុកខ្មែរពេលនោះដល់វាយទៅបានប្របាទជ័យវរ្ម័នហ្នឹងលោកត្រឡប់ពីស្រុកស្រុកណាដូចស្រុកជ្វាហ្នឹងក៏លោកទៅនៅនោះស្រាប់តែពួកណាគេវាយយកស្រុកយើងហ្នឹងជាដាក់ជារណបហើយធ្វើឲ្យសគុតប្អូននោះដល់ជ័យវរ្ម័នទី7ក៏ត្រឡប់មកស្រុកវិញប៉ុន្តែលោកជាអ្នកកាន់ពុទ្ធសាសនាចេញពីស្រុកទៅហ្នឹងគឺដើម្បីទៅអនុវត្តពុទ្ធសាសនានៅប្រទេសផ្សេងដើម្បីកុំឲ្យគេឆាឆៅអីហ្នឹងដល់មកវាទៅជាស្ដេចប៉ាកែដែលយកស្រុកវិញបានធ្វើឲ្យមនុស្សស្រឡាញ់រាប់អានច្រើនហើយក៏បន្តការរស់នៅជាអ្នកកាន់សាសនាពុទ្ធក៏ប៉ុន្តែដល់ស្ដេចនឹងល្បីល្បាញពេកទៅវាត្រូវសង់ប្រាសាទតែប្អូនដែលសង់ពីមុនហ្នឹងគឺប្រាសាទអង្គរតូចរបស់យើងហ្នឹងគឺជាប្រាសាទដែលមានលក្ខណៈសេវៈដែលព្រះសេវៈព្រះព្រាហ្មណ៍ប្រអីណាជាជំនាន់នោះបាទតែដល់ជ័យវរ្ម័នទី7ត្រូវសង់អង្គរធំត្រូវសង់របៀបម៉េចដើម្បីកុំឲ្យមានរឿងនៅក្នុងស្រុកនោះហ្នឹង
ពីព្រោះបើសង់ជារូបពុទ្ធសង់ជាអីទៅគឺសុខវាបះបោចលាចលគេអត់ចូលចិត្តណាចឹងហើយបានជានឹងអង្គរធំហ្នឹងគឺសិតតែរូបប្រកេះរបស់ព្រះព្រំប៉ុន្តែមុខនឹងមុខជ័យវរ្ម័នទី7ហើយដើម្បីឲ្យសុខហ្នឹងគឺថាជ័យវរ្ម័នទី7មានអធិពលនៅក្នុងព្រះព្រំនៅក្នុងប្រកេះព្រះព្រំហ្នឹងលើសង្ឃកាលនោះដូចមាន123ប្រកេះហ្នឹងសិតតែព្រំទាំងអស់ប៉ុន្តែមុខរបស់ស្ដេចជ័យវរ្ម័នទី7ពួកលោកយល់ថាធ្វើរបៀបហ្នឹងតលឲ្យខាងព្រំហ្នឹងគេមានលក្ខណៈអស្ចារ្យខ្លះបានវាចេញជាការរួបរวมគ្នាកើតអញ្ចឹងហើយបានជាសុខនឹងបានសុខសប្បាយបន្តទៅទៀតរហូតដល់ជាង50ឆ្នាំលោកកាន់សោយរីហ្នឹងប៉ុន្តែក្នុង50ឆ្នាំហ្នឹងអត់ជប់ទេមានរឿងទាំងឡាយដែលកើតឡើងដូចជាដេញកបិលមហាព្រំដូចជាព្រះមហោសថទីអីជាដើមហ្នឹងគឺជាគេហៅថាបរិវារស័ព្ទនៃរឿងរបស់ព្រះពុទ្ធដែលផ្ចាញ់ព្រាមដោយសម្ងាត់ណានៅក្នុងចិត្តមនុស្សម្នាក់ហ្នឹងគឺថាអ្នកដែលប្រកែមិនមែនព្រំទេគឺអ្នកកាន់ពុទ្ធសាសនាហ្នឹងគឺមហោសថឬមានអីជាដើមហ្នឹងហើយបង្កើតជារឿងបន្បន្តិចម្ដង50ឆ្នាំក្រោយនោះក៏คล้ายទៅជាដូចថាទំនៀមទម្លាប់ណាយករឿងហ្នឹងយកមកដាក់ទៅជាមានទេវតាមានអីដែលនៅក្នុងហ្នឹងប្រកបពុទ្ធសាសនានៅក្នុងហ្នឹងប៉ុន្តែក្នុង50ឆ្នាំដែលលោកកាន់អំណាចហ្នឹងមិនគ្រប់គ្រាន់ធ្វើឲ្យមានការផ្លាស់ប្ដូរបន្តទៅជាពុទ្ធសាសនាឲ្យបានពេញលេញវាអត់បានចឹងហើយដល់បន្តទៅទៀតសម័យបន្តទៅទៀតហ្នឹងគឺមានស្ដេចក្រោយហ្នឹងគេត្រឡប់ទៅជាពួកព្រាហ្មណ៍ទៅវិញដល់ពួកព្រាហ្មណ៍ទៅវិញគេគុំអាហ្នឹងពីគុំធ្វើឲ្យព្រហ្មញ្ញសាសនាហ្នឹងហើយនឹងពុទ្ធសាសនាហ្នឹងវាបែកបាក់គ្នាហ្នឹងនៅក្នុងអារម្មណ៍នៅក្នុងចិត្តហ្នឹងទៅហើយដែលជាហេតុមួយនៃការធ្វើឲ្យអតីតប្រទេសកម្ពុជាហ្នឹងចុះមានអន្តភាពមានអីដោយសារបែកបាក់គ្នាពុទ្ធសាសនាហ្នឹងមានរូបមួយកម្ពស់ប្រហែលជា10ម៉ែត្រទៅលើរូបរបស់ព្រះពុទ្ធហ្នឹងណាគឺកាយរកឃើញនៅ20ម៉ែត្រក្រោមដីកប់ក្រោមដីចោលកុំឲ្យមានប្រពុតអីធំអញ្ចឹងវាវាយបំបែកវាអត់កើតកប់មកហើយបានគេទៅរកឃើញយកមកវិញឥឡូវហ្នឹងដាក់នៅ Museum Guimet មានរូបធំមួយនៅជំនាន់អង្គរហ្នឹងហើយដោយសារក៏គុំគួនរឿងព្រះរឿងអីមិនចង់ឃើញចង់អីហ្នឹងហើយស្រុកយើងក៏ចាប់ផ្ដើមស្រុតបន្តពីនោះមកហ្នឹងហើយនៅពេលដែលស្រុតហ្នឹងវប្បធម៌ដែលនៅក្នុងចិត្តមនុស្សរឿងអីប្រព្រំទាំងហែតែប្រកេះទៅទីហ្នឹងវានៅសល់ហ្នឹងនៅសល់រឿងស្អីណាមព្រះមហោក្សត្រដែលចេះតែដឹងគ្រប់ទៅជាព្រះពោធិសត្វអីហ្នឹងវានៅបន្តនឹងរហូតមកដល់សប្តាហ៍ហ្នឹងហើយយើងនៅតែមានពូនភ្នំខ្សាច់មានធ្វើពិធីមួយចំនួនហ្នឹងគឺតាំងពីនោះមកព្រោះយើងអត់មានឱកាសនឹងរៀបចំលេងចូលឆ្នាំរបស់យើងហ្នឹងនៅក្នុងគំនិតថ្មីបានយើងចេះតែរត់ដោយសារតែស្រុកនេះវាយស្រុកនោះវាយចិនក៏វាយអាសៀមក៏វាយអាណាក៏វាយចុះវាយឡើងទៅយើងវានៅទូទៅអញ្ចឹងហ្នឹងហើយជាបុព្វហេតុនៃការស្វែងរកដូចថាប្រឈរជើងរឿងពុទ្ធសាសនានៅក្នុងអតីតប្រទេសកម្ពុជាហ្នឹងវាមានការលំបាកក៏ប៉ុន្តែផ្ទុយទៅវិញនៅប្រទេសលាវហើយនិងប្រទេសសៀមគឺជ័យវរ្ម័នទី7ហ្នឹងឯងជាអ្នកបណ្ដោះបណ្ដាលឲ្យពួកហ្នឹងខ្លាយទៅជាពុទ្ធសាសនាហ្នឹងមមតំហ្នឹងគឺជឿលើពុទ្ធហ្នឹងខ្លាំងមែនទែនអត់សូវមានលាយព្រហ្មញ្ញសាសនាព្រោះព្រហ្មញ្ញសាសនាវានៅក្នុងចិត្តយើងដែលឆ្លោះគ្នាពីស្ដេចមួយទៅស្ដេចមួយពីស្ដេចមួយទៅស្ដេចមួយហ្នឹងវានៅសល់នឹងស្រុកខ្មែរហ្នឹងនៅសល់ព្រហ្មញ្ញសាសនាច្រើនដែលពិធីហ្នឹងសប្តាហ៍ហ្នឹងមិនងាយរំលាយអស់ទេព្រោះវាតរាប់រយឆ្នាំមកហើយណាគេនៅតែជឿថាវាមានអាហ្នឹងមានអីដូចថាតលព្រហ្មញ្ញសាសនាហ្នឹងបូកគ្នានឹងពុទ្ធសាសនាហ្នឹងបានមានឥទ្ធិពលមានកម្លាំងមានអីចឹងដោយសារជឿអញ្ចឹងហើយជំនឿហ្នឹងមានតាំងពីជំនាន់នៃជ័យវរ្ម័នទី7មកហ្នឹងហើយបានន័យថាអ្នកដែលបង្កើតរែងប្រទេសថ្មីដូចជាថៃដូចជាលាវដែលជាបងប្អូនខ្មែររបស់យើងពីដើមមកហ្នឹងគេហាក់ដូចជាលះបង់ជំនឿមួយចំនួនដែលតាក់ទងទៅនឹងព្រហ្មញ្ញសាសនាហើយបងចឹងព្រោះនិគមហ្នឹងពីដើមមកវាអត់មានជ្រៀបដោយព្រហ្មញ្ញសាសនាជឹកដូរពីស្អីផ្សេងសាសនាស្អីផ្សេងហ្នឹង
ទៅជាពុទ្ធសាសនាដល់ទៅពុទ្ធសាសនានឹងខ្លាំងពួកនឹងក៏ចាប់យកខ្លាំងមានគម្ពីរមានអីច្រើនណាស់ដែលជេម៉ាឡានទី7បកលឲ្យទៅប្រទេសហ្នឹងដើម្បីពពោះជឿថាបន្ទាប់ពីអញទៅគឺស្រុកអាចនឹងមានបញ្ហាហើយពុទ្ធសាសនាហ្នឹងគ្រប់គ្រងអត់បានទេចឹងហើយបានជាមានការកូនស្រីរបស់ខ្លួនជាមួយនឹងមេកន្ទ្រីងលាវមេកន្ទ្រីងថៃនេះជាដើមហ្នឹងនៅខ្ញុំឃើញនៅក្នុងប្រវត្តិរបស់សភៅអាមេរិកហ្នឹងទេដែលខ្ញុំថាចុំវាប្លែកពីបារាំងបន្តិចបារាំងដូចអត់សូវឃើញអត្ថបទអញ្ចឹងទៅដល់ឃើញនៅក្នុងសភៅអាមេរិកល្បីដែរសភៅហ្នឹងហើយអញ្ចឹងទៅខ្ញុំឃើញថាវាមានការដែលគេនិយាយហ្នឹងវាមានភាពសមរម្យនៅក្នុងហ្នឹងហើយខ្ញុំជឿថាគួរតែនិយាយអាចនិយាយបានណាគួរសមរម្យអញ្ចឹងបានថៃអីបានមានជំនឿហ្នឹងជ្រៅជាងខ្មែរក្នុងរឿងពុទ្ធសាសនាហ្នឹងក៏ប៉ុន្តែក៏មាននៅក្នុងព្រហ្មញ្ញសាសនាហ្នឹងច្រើនណាស់ដែរព្រោះអាពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅជាប់គ្នារហូតហ្នឹងជាប់រហូតនៅក្នុងទូចពងជាមួយណាបកធម៌របស់ជាតិហ្នឹងតែខ្មែរយើងជ្រៅជាងគេងាយនេះវាទៅជាបែកបាក់សង្គមគេអត់បែកបាក់សង្គមគេជឿទាំងមូលហ្មងវាចឹងហ្នឹងហើយអញ្ចឹងហើយខ្ញុំថាមែនតើការជឿទៅលើការធ្វើបុណ្យចូលឆ្នាំអ្វីនេះឥឡូវនេះវាជាសកលហើយសូម្បីតែពួកអ៊ីស្លាមហ្នឹងក៏ធ្វើពិធីបុណ្យដាច់ឆ្នាំហ្នឹងដែរណាវាទៅជាសកលបានសេចក្តីថាប្រជាពលរដ្ឋបើអត់ជុំគ្នានៅកន្លែងណាក៏គង់តែជុំគ្នានៅរឿងដាច់ឆ្នាំដែរត្រូវធ្វើការដាច់ឆ្នាំដែលធ្វើឲ្យមនុស្សអាចនឹងពុតម្ដងបន្តិចទៅរកការភាពស្រស់ស្រួលគ្នាភាពសន្តិភាពសុភមង្គលនឹងបានច្រើនដោយសារតែយើងគិតថាតើទៅមុខទៀតបន្ទាប់ពីចូលឆ្នាំហ្នឹងអញធ្វើបានអីទៀតនៅឆ្នាំក្រោយហើយ5ឆ្នាំទៅមុខអញនឹងធ្វើអី10ឆ្នាំទៅមុខអញនឹងធ្វើអីជាឱកាសដែលយើងគិតទៅអនាគតហើយនៅពេលដែលយើងចាប់ផ្ដើមធ្វើការហើយអត់មានគម្រោងគឺវាអត់ទៅឆ្ងាយទេទៅគិតតែមួយថ្ងៃទេប៉ុន្តែបើមានគម្រោងវាអាចគិតគម្រោងហ្នឹងវាមានគោលដៅដល់1ឆ្នាំ2ឆ្នាំ10ឆ្នាំជាដើមវាអាចធ្វើទៅបានហើយការងារដែលមានគម្រោងគឺវាប្រសើរជាគម្រោងដែលអត់មានការគិតទៅមុខនោះវាប្រសើរជាងហ្នឹងហើយចឹងហើយបានជាយើងយល់ថាសុភមង្គលអាចនឹងកកើតបាននៅពេលដែលយើងគិតត្រូវហើយយើងគិតទៅមុខឲ្យបានឆ្ងាយហើយឱកាសចូលឆ្នាំហ្នឹងជាឱកាសដែលត្រូវគិតព្រោះបន្ទាប់មកតែយើងចាប់ផ្ដើមការងារហើយយើងលែងមានគិតហើយយើងគិតថាអញមានគម្រោងតាមគម្រោងឲ្យទៅដល់ឆ្នាំរបស់យើងហ្នឹងបាទ I like that ការងារដែលមានគម្រោងប្រសើរជាងគម្រោងដែលអត់ការងារបងប្អូនកូនក្មួយការងារដែលមានគម្រោងវាប្រសើរជាងគម្រោងដែលគ្មានការងារគ្រាន់តែចូលឆ្នាំមួយសោះអស់1ម៉ោងហ្នឹងបងប្អូនកូនក្មួយឥឡូវនិយាយពីរឿងអាទិត្យក្រោយនោះគ្នាចូលឆ្នាំហើយអាទិត្យក្រោយប៉ះចំថ្ងៃអាទិត្យនេះយើងនៅមានការសន្ទនាគ្នាទៀតឬអត់ណាបងប្រធានអាទិត្យយើងថ្ងៃប្រហែលដូចជាទី6ចាប់ផ្ដើមថ្ងៃអាទិត្យគឺនៅខាងស្រុកភូមិយើងគេច្រើនតែធ្វើបុណ្យតែចុងថ្ងៃហ្នឹងចុងអាទិត្យអញ្ចឹងណាបាទមិនទៅយើងជួបគ្នាទៀតទេថ្ងៃអាទិត្យនេះអាទិត្យនេះចាំ13ថ្ងៃសៅរ៍ចូលឆ្នាំណាឬមួយក៏យើងជួបគ្នាថ្ងៃអាទិត្យទៀតហើយថ្ងៃអាទិត្យក្រោយយើងឈប់នៅថ្ងៃពហុយើងឈប់យើងប្រហែលជាប៉ុននៅខាងយើងនោះប្រហែលជាទៅសម្រាប់អាទិត្យក្រោយទេបាទអស់សុខសៅរ៍អាទិត្យក្រោយទេអញ្ចឹងយើងជួបគ្នានៅថ្ងៃអាទិត្យមកអាទិត្យនេះទៀតណាថ្ងៃនេះថ្ងៃប្រហោះសុខសៅរ៍អាទិត្យយើងជួបគ្នា2ថ្ងៃទៀត3ថ្ងៃទៀតយើងជួបគ្នាម្ដងទៀតហើយនឹងបងប្អូនកូនក្មួយក៏អរគុណច្រើនដែរសំណួរនេះទោះបីជាខ្លីមែនក៏ប៉ុន្តែវាដូចជាវែងរឿងសាសនាផងរឿងនយោបាយផងរឿងបុគ្គលផងរឿងសង្គមផងរឿងសេដ្ឋកិច្ចផងណាអញ្ចឹងសង្ឃឹមថាបងប្អូនកូនក្មួយមានគោលដៅធំច្បាស់លាស់នៅក្នុងជីវិតហើយយក
ចូលឆ្នាំនេះមកធ្វើជាស្អីអាហ្នឹងគេហៅអីចំណុចចាប់ផ្ដើមថ្មីអញ្ចឹងចាប់ផ្ដើមថ្មីដើម្បីឈានមួយជំហានទៀតទៅរកសុភមង្គលរបស់បងប្អូនកូនក្មួយដែលបានកំណត់មកហើយបើសិនជាមានអាហ្នឹងយកឆ្នាំថ្មីនីមួយៗហ្នឹងមកធ្វើជាជំហានថ្មីទៅហើយបើអត់ទេគួរតែនាំគ្នារមើលទៅថាតើអាត្មាអញធ្វើអីគោលដៅនៅទីណាមានសេរីភាពហើយឬនៅមានសេចក្តីសុខហើយឬនៅមានសេចក្តីអាណែមានលុយចាយមានបាយហូបគ្រប់គ្រាន់ហើយឬនៅអញ្ចឹងណាតើពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងស្រុកយើងមានបានសេចក្តីចម្រើនយ៉ាងណាគួរតែនាំគ្នាជួយឧបត្ថម្ភគ្រប់គ្រងគ្រប់ពារទៅផងអញ្ចឹងខ្ញុំករណីខ្ញុំក៏ដល់ពេលលើសទៅហើយលើសបន្តិចបន្តួចព្រះអង្គមីឡែមក៏មុនទៅឆាន់ហើយយើងក៏ដល់ពេលត្រូវសម្រាប់រលន់ជាដែរណាបងបងហត់គ្រានហើយមកដល់ខ្ញុំត្រូវទៅទៀតជួបមិត្តភក្តិទៅមកឃើញទៀតបាត់មិត្តភក្តិអញ្ចឹងទៅរជួបគាត់ផងសួរសុខទុក្ខទៅគាត់ផងបើសិនគាត់នៅចាំខ្ញុំសូមឲ្យបងឆាប់ជាផងឆាប់ជាហើយចាំទេយកប្រលឹងមកវិញសូមបណ្ណាបើមិនបើទេវតាមានមែនសូមឲ្យប្រោះព្រំគាត់ឲ្យឆាប់ជាបាទបានទេគូរាកៈខ្ញុំក៏មិនដែលសូវគិតគូរឿងខាងអីពិធីអីហ្នឹងទេនិយាយថាមិនជាអ្នកសូវគិតហ្នឹងហើយអូខេអញ្ចឹងគិតដូចជាមិនទេវាចេះត្រូវទៅខាងនេះកម្រាក់ទៅវិញវាក៏ទៅរកយកមកដូចថាមនុស្សយើងអាច apply បានណាដូចថាវិធីទាំង8យ៉ាងយកធ្វើឲ្យវាដោយដោះស្រាយបញ្ហាយើងបានណាជាពឹងនេះណាអានេះយើងមិនដឹងមានទេមិនមានផងណាហ្នឹងហើយប៉ុន្តែដូចចេះចិត្តចាប់ដើមថ្មិលល្អដែរតើនិយាយរឿងទេវតាច្រើនសូវស្ដាប់បានអូខេហ្នឹងហើយទេវតានៅក្នុងខ្លួនខ្ញុំថាដូចជាសៀងចឹងខ្ញុំទៅជឿប្រពុតគាត់ថាលើសនឹងបន្តិចថងថាយើងមនុស្សលោកីហ្នឹងយើងវាមិនតាន់ប្រកែរឿងដូរចិត្តណាបាទមនុស្សយើងcònហ៊ានមើលចិត្តមើលឃើញតែមនុស្សអីចឹងដូច psychology បានហ្នឹងប៉ុន្តែដូរយើងអត់ដឹងដូចប្រពុតទេប្រពុតចេះដូរកើតនោះបាទព្រោះខ្ញុំនោះដល់តែយើងឃើញគេមកកណោមកផែនដីគេអត់ដែលណាដូរកើតខ្មែរយើងតែនិយាយឆ្កែកតុយគឺមិនដែលថងទេដល់ខ្ញុំដូចទៅនឹងទីជួបប្រាថាដូចប្រាផ្ទះកាភ្លៀងអញ្ចឹងណាចុញហើយប្រកែអីត្រង់ហ្នឹងហើយមកដល់ថាចុញបើកតុយវាអត់លៀតទេកាត់វាចោលនៅហើយអង្គុតគេកាត់កតុយហ្នឹងហើយដល់អញ្ចឹងអាហ្នឹងហើយដែលខ្ញុំថាកាត់កតុយចោលធរនេះពួកខ្ញុំថ្លៃលើលុបអត់ឲ្យបានទេបធរហ្នឹងហើយបងប្អូនកូនក្មួយបើសិនជាមានបិសាចនៅក្នុងខ្លួនគ្មានអីជួយយើងរាល់ពេលជាងហ្នឹងទេប្រពន្ធយើងតើគាត់ដឹងរឿងយើងដែរអានេះក៏ទេយើងដឹងខ្លួនឯងមកតើស្រួលហើយយើងជាទេវតាសម្រាប់ខ្លួនយើងដែរណាហ្នឹងហើយប្រយ័ត្នតែទេវតាក្នុងខ្លួនអត់មានបារាមុខខ្លួនឯងទៀតទេវតាបារាមុខគឺបិសាចហ្នឹងនៅពេញខ្លួនយើងប្រពន្ធណាជួយញឹកញាប់បន្តិចប្រពន្ធប៉ុន្តែអ្នកក្រៅតិចឆ្ងាយតិចទៅហិតទៅយ៉ាប់ទៀតហើយនេះចង់ជួយយើងឲ្យបានរាល់ថ្ងៃហ្នឹងមានរាល់ពេលរាល់ហ្នឹងមានតែពធហ្នឹងហើយបាទអូខេហ្នឹងហើយបើចប់ត្រឹមហ្នឹងសិនចុះព្រះធម៌ឬក៏ច្បាប់ធម្មជាតិដូចគ្នាទេណាហ្នឹងហើយច្បាប់ធម្មជាតិហ្នឹងយកច្បាប់ធម្មជាតិយល់អាហ្នឹងទៅអនុវត្តទៅទូហើយអូខេអូខេចឹងចុះហ្នឹងប៉ុណ្ណឹងសិនចុះបងប្អូនកូនមួយ Happy New Year's anyway Happy New Year Happy ខ្មែរ New Year ទឹកក្រោយយើងជួបគ្នានៅថ្ងៃអាទិត្យម៉ោង 9 ដដែលម៉ោង 9 នៅស្រុកខ្មែរម៉ោង 10 នៅស្រុកអាមេរិកពេលព្រឹកហើយខ្ញុំ9ពេលល្ងាចនៅស្រុកខ្មែរបាទដល់ពេលថ្ងៃគៀខ្ញុំចូលឡើងជ្រុញទៀតណាអូខេអញ្ចឹងថ្ងៃគៀថ្ងៃគៀអាទិត្យក្រោយនេះអញ្ចឹងហ៎បងមើលនៃក្រៀនផងណាអូខេអត់អីទេបើមុខស្រស់យ៉ាងហ្នឹងសង្ហាប៉ុណ្ណឹងទៅណាលោកឃើញអាហ្នឹងក៏ឆ្ងល់ដែរតើចូលមានរោគមានអីចឹងដូចជាមិនតក់ស្លុតអីសោះ
nó ấy bà thò men Dạ. đó họ miền ấy thế bà thò nó cứ bà cài nhưng mà ta tê ai máu có màu tử họ miền rồi vua lại nhé dù vua ai máu nó thăm mà xong tiền họ bài xí màu tiền họ ơi ai họ ơi ai ចាក់ឆ្នាំសម្លាប់ទៀត តើកាលណាដល់យើងអត់ឲ្យវាអញ្ចឹងវាធ្វើទុកយើងអត់បានហ្នឹងណាគឺអាហ្នឹងឈ្នះមួយឈ្នះវាអូអត់ទេហ្នឹងហើយហ្នឹងបានថា អូខេចឹង ប្រពន្ធជួយ អត់អី មក ទេហ្នឹង មិនបានអញ្ចឹងទេណា បងសំខាន់រកមើលslot មួយឲ្យហើយទៅ មែនតា ទៅអង្គុយ អូខេបងប្អូនកូនក្មួយនឹងខ្ញុំសូមក្រាបថ្វាយបង្គំលាដល់ព្រះសង្ឃគ្រប់ព្រះអង្គហើយជម្រាបលាបងសំខាន់បងកំហុតសុខសប្បាយទាំងអស់គ្នា បាយវាអត់គ្នាណា បាទ Take care